ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ក៏វិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅថ្ងៃអាទិត្យបាទចុងសប្តាហ៍នេះខ្មែរយើងគេថាចុងសប្តាហ៍តែពិតដូចជាប៊ីសចុងបាទអញ្ចឹងស្វាគមន៍ប្រិយមិត្តដែលតែងតែនាំមកគេគឺប្រិយមិត្តទីបំផុតវិចិត្រសួនសូប៊ុនសូអានពូណាក៏គឹមសួងសេងប្រិយមិត្តម៉ារីយ៉ាទេពងួនជាសម្បត្តិបាត់ដំបងជីវិតស្រុកគេខ្មែរសួស្ដីនិងប្រិយមិត្តជាច្រើនរូបដទៃទៀតដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីនេះដើម្បីបរិយាកាសនៃព័ត៌មានបាទសង្ឃឹមថ្ងៃមួយហ្នឹងក៏ដូចជាការស្ដាប់នៅការផ្លាស់ប្ដូរគំនិតខ្ញុំសូមបង្ហាញនៅរបៀបរយៈតុងស៊ូទី1គឺការបង្ហាញប្រធានបទជាលេខទី2បកស្រាយទី3ផ្សេងប្រធានបទថ្ងៃនេះមាន2ឆ្លើយទៅនឹងចម្ងល់របស់បងប្អូនហើយវាជាកតាឡូសិកមួយរណ្ដាកម្មតែមុននឹងឈានចូលទៅដល់ការបង្ហាញនៅប្រធានបទទាំង2និងគ្រឿងក្លែមប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតប៉ះហេងទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាទូរទស្សន៍សូនតារាស្រាត់ខោជិនបដិការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1 East Enterprise ហេតុអ្វីថៃឆ្លៀនពីនកម្ពុជាឬក៏និយាយថារាយបន្លាលុះល្បីចាញ់ឈរបោកអនឡាញនៅកម្ពុជាប្រធានបទទី2កូនរមិលគុណដារនីប៉ាងដែលខ្ញុំដាក់ចំណងជើងថាគង់រេណូឧក្រិដ្ឋមិនកោលទោសឧក្រិដ្ឋជនគឹមលីងឡាវទៅជន់កជនរងគ្រោះប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទបងប្អូនសុំទោសបាទសំវិបុលមែនផ្លិចបាទទើបណែកម្មវិធីហងទើបមកពីវត្តមិញហ្នឹងបាទអញ្ចឹងត្រូវរៀងតិចថែមអាវមួយសិនណាដើម្បីឲ្យវាកក់ក្ដៅបន្តិចចឹងយើងបន្តមុននឹងចូលទៅដល់ការបកស្រាយនៅប្រធានបទទាំង2បងប្អូនយើងក៏មានគ្រឿងក្លែម2ប្រតិក្រឡាគ្នាដែរទី1មានបងប្អូនយើងគាត់ផ្ញើសារឲ្យខ្ញុំទទួលបានសារពីប្រិយមិត្តច្រើនណាស់ពុកចន្ទថាពាក់ព័ន្ធជាមួយនឹងទាហាន18រូបដែលពាក្យចចាមអារាមហើយពាក្យចចាមអារាមនេះមិនចចាមអារាមធម្មតាទេផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់គណៈបកប្រជាជនទីហៅដូចជា Fresh News និងថ្មីទៅទៀតវ៉ានីម៉ាអញ្ចឹងវាគឺជារឿងមួយដែលសំបីតែមនុស្សដែលកាន់ណាភ្នំស្រង់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការឬក៏ជាប្រព័ន្ធរបស់រដ្ឋដែលតំណាងឲ្យហ៊ុនសែនហ្នឹងក៏នៅតែកខេបកខប់អត់យល់អំពីសភាពចិត្តរបស់ថៃដែរម្សិលមិញសម្បត្តិមីខ្ញុំបានដាក់ចំណងជើងថាចាំទាហាននេះប៉ាខេមដូនឪ18នាក់រាជនិសំមកដល់ផ្ទះចាំជឿហើយខ្ញុំបានលើកឧទាហរណ៍ច្រើនជាពិសេសនៅទ្រឹស្ដីមួយដែលឆ្លុះបញ្ចាំងអំពីសច្ចធម៌គឺថៃល្បិចកលគ្មានដែនកំណត់ត្រូវប្រុងប្រយ័ត្ននិងធ្វើខ្លួនឲ្យខ្លាំងខ្ញុំចង់បានអ្នកដឹកនាំថ្មីតែប៉ុណ្្នឹងឯងក្រោះខុសពីហ្នឹងគឺច្បាស់ជាគុជសម្បូរអ៊ីនឡក់ជីងចក់ខំដៃហើយស្រាប់តែដាលីអុយថ្ងៃនេះខ្ញុំទទួលបានសារច្រើនបងប្អូនយើងថាដូចលោកគ្រូថាមែនខ្លះថាបោកមែនលោកគ្រូថាខ្លះលោកគ្រូភ្នែកទឹកខ្លះថាខ្ញុំដំបងនឹងវិឆ័យកែវជឿណាឃើញព័ត៌មាននឹងសប្បាយដែរប្រពន្ធល្អ
ស្រាប់តែក្រោយមើលការផ្សាយផ្ទាល់របស់លោកគ្រូដាក់ចំណងជើងថាចាំតែហ៊ានមកដល់ផ្ទះចាំជឿគាត់ក៏ណាលែងជឿទៅវិញអានឹងទស្សនៈទី1ទស្សនៈមួយទៀតគាត់ថាលោកគ្រូខ្ញុំបានឃើញព័ត៌មានហ្នឹងខ្ញុំមានអារម្មណ៍ថាត្រេកអរដែរគិងហឿងប៉ុន្តែក្រោយពីទស្សនាការផ្សាយផ្ទាល់របស់លោកគ្រូទៅខ្ញុំអត់សូវជឿហើយខ្ញុំចាំមើលវិញថាតើលោកគ្រូនិយាយពិតឬក៏ប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជននិយាយពិតប្រុសស្បយដល់តែពេលចេញលទ្ធផលមកបានដឹងថាលោកគ្រូនិយាយពិតវិធីអ្នកបើកបរហើយបងប្អូនខ្ញុំនិយាយរឿងពិតមិនពិតហ្នឹងគឺជារឿងមួយដែលខ្ញុំធ្លាប់បានលើកជាច្រើនដងហើយលក្ខស៊ីម៉ូនីហេតុអីបានជាមនុស្សនៅក្នុងប្រទេសកម្ពុជាណាបោះចោលទូរទស្សន៍50-60ប៉ុស្តិ៍ពីមុនខ្ញុំចំណាំតែនិយាយថាទូរទស្សន៍សូនារាហ្នឹងផ្ដួលទូរទស្សន៍គណៈបកប្រជាជន50ប៉ុស្តិ៍ឥឡូវយើងថា50ប៉ុស្តិ៍គេតំណាងចុះតាមពិតមិនមែនទេវាអាចបូកតាមប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជនអនឡាញទៀតណាអ៊ុយសខតវាចូលរាប់រយប៉ុស្តិ៍ឥឡូវយើងនៅតែរក្សាពាក្យបុរាណយើងថា50ប៉ុស្តិ៍តំណាងទៅចុះពីព្រោះសច្ចធម៌បងប្អូនអ្នកណាដែលមើលទូរទស្សន៍សូនារាអ្នកណាដែលស្ដាប់សូនារានិយាយហើយដែលមិនកើនសច្ចធម៌បងប្អូនរកចំណុចឃើញមួយមែនទេអត់មានទេចុះកន្លែងណាដែលខ្ញុំដឹងមិនច្បាស់បងប្អូនមានខ្ញុំនិយាយថាម៉េចខ្ញុំថាអត់ដឹងមែនទេសួរថាម៉េចចឹងលោកគ្រូអត់បងអត់ដឹងមែនបើកន្លែងណាដែលខ្ញុំវិភាគមែនទេស៊ីប៉និតកន្លែងណាដែលខ្ញុំដឹងច្បាស់ខ្ញុំនិយាយម៉ាំងបណ្ដោយកន្លែងណាដែលខ្ញុំមើលឃើញគេហៅថាទស្សនវិស័យខ្ញុំដឹងអំពីដំណើរនៃរឿងនឹងវាដើរទៅយ៉ាងណាខ្ញុំថាមុនអត់មានថាក្រោយទេណាសូនរាមិនដែលថាក្រោយមិនដែលថាក្រោយព្រឹត្តិការណ៍ទេមែនទេមិនចឹងអត់ខ្លាចខុសចុះបើខុសនឹកដូចគ្នាចុះខុសទៅមែនទេអូយើងងខ្លាចអីពូធម្មតាចូលមិនក្បានជាសូនរានិយាយមិនទាន់ខុសមើលព្រឹត្តិការណ៍ឧទាហរណ៍ខ្ញុំមិនត្រឹមតែខ្ញុំនិយាយរឿងតាហ៊ានហ្នឹងខ្ញុំនិយាយ4លើកទាំងលើកហ្នឹងខ្ញុំថាអត់ទេចាំមកដល់ដៃភ្នំស្រង់ណាចាំមកដល់ផ្ទះជាមួយខ្ញុំធ្លាប់និយាយរឿងដូចជាហ៊ុនសែនគាត់ចេញនៅអត្ថបទសំណេរខ្លីមួយនៅលើមិនខ្លីទេគាត់មិនសេខ្លីរស់សុភ័ណ្ឌនៅលើទំព័រ Facebook របស់គាត់ដែលនិយាយថានឹងចាត់វិធានការរាល់ឈ្មួញមន្ត្រីណាដែលនាំតំណែងថៃចូលមកបងប្អូនណាខ្ញុំគាត់និយាយថ្ងៃពុធខ្ញុំផ្សាយផ្ទាល់ថ្ងៃពុធខ្ញុំថាឲ្យតែហ៊ុនសែនចេញសារថាចាត់ឬក៏កំចាត់អីអ៊ុយជីងអ៊ីងនឹងមានចាប់នរណាម្នាក់ដើម្បីម្នាក់ពីរនាក់ឬក៏ណាទៅដកបុណ្យស័ក្តិដកតំណែងនរណាម្នាក់ពីរនាក់ដើម្បីឲ្យស្របទៅនឹងអនុសាសន៍ឲ្យថាហ៊ុនសែននិយាយឆេះហ៊ុនសែនថាត្រូវតែមានរបស់មួយអមថាឲ្យដូចពិតដូចគាត់ថាមែនបងប្អូនណាគ្រាន់តែថ្ងៃសុក្ររំលងមួយថ្ងៃ3ថ្ងៃក្រោយមកមានអុកញ៉ាកំសត់ម្នាក់ដែលគេមិនស្គាល់ឈ្មោះតំណាងគេយកដើរតួតាងដើម្បីដកដើម្បីឲ្យសាររបស់ហ៊ុនសែននឹងឃើញថាវាមានប្រសិទ្ធភាពមែនថងសុថេអានឹងគឺត្រូវហ្មងណាឃើញត្រូវទេអញ្ចឹងបានជាមកដល់តនេះខ្ញុំសូមលើកយកចំណុចហ្នឹងបងប្អូនថៃល្បិចកលគ្មានដែនកំណត់មួយយើងត្រូវតែប្រុងប្រយ័ត្នហើយជឿជាក់លើខ្លួនយើងណានឹងធ្វើឲ្យខ្លួនយើងខ្លាំងមួយទៀតបងប្អូនហេតុអ្វីបានជាទូរទស្សន៍សូនារាយ៉ារ៉េតិនផ្ដួលទូរទស្សន៍គណៈបកប្រជាជន50-60ប៉ុស្តិ៍ពីព្រោះតែទូរទស្សន៍សូនារាជានិមិត្តរូបនៃយុត្តិធម៌និងសច្ចធម៌អត្តហេតុណោយថាទូរទស្សន៍គណៈបកប្រជាជនគឺជានិមិត្តរូបនៃការបញ្ចើចបញ្ចើខ្ញុំធ្លាប់និយាយរឿងបញ្ចើចបញ្ចើសំបីតែអ្នកនាំពាក្យក៏និយាយនាំគ្រោះដល់ប្រទេសជាតិដែរឧទាហរណ៍ថាគ្មានសម័យណាថៃខ្លាចខ្មែរដូចសម័យតេជោដែរថៃស្អីទេអញមិនគេទៅខ្លាចមែនទេអញ្ចឹងដល់ទៅពេលហ្នឹងគេដាក់មកឥឡូវហ្នឹងគឺគេប្រមានមួយឲ្យឃើញថាបាត់មុតដូចគេចុះអាហ្នឹងដោយសារអីភពគិនសូតគឺដោយសារតែនៅប្រទេសកម្ពុជាហ្នឹងមេដឹកនាំមានអត្តចរិតបែបណាសុភាមយុរាគឺមនុស្ស
ធ្វើបែបហ្នឹងមួយទៀតណាបងប្អូននៅប្រទេសកម្ពុជាត្រូវតែខ្លែងខ្លាយមែនទេសូម្បីតែអ្នកគ្រប់គ្រងខ្លែងខ្លាយដែរណាហេតុអីប្រទេសកម្ពុជាតម្រូវឲ្យមនុស្សខ្លែងខ្លាយនឹងធ្វើឈួតពីបឺនហុងបើមនុស្សមិនខ្លែងខ្លាយមិនធ្វើឈួតមិនអាចរស់នៅក្នុងប្រទេសកម្ពុជាបានទេចឹងបានម្សិលមិញហ្នឹងខ្ញុំនិយាយអំពីគឹមវាសនាបងប្អូនគាត់ឈួតគាត់ថា black hole នៅក្នុងខួរក្បាលនៅក្នុងឆ្អឹងខ្នងរបស់គាត់កែវកបហើយពិភពលោកទឹកលិចបងប្អូនខ្លះយើងមិនដឹងថាតើឈួតនឹងគេឈួតពិតឬគាត់ធ្វើឈួតដើម្បីការពារទ្រព្យសម្បត្តិនិងសន្តិសុខសុវត្ថិភាពខ្ញុំបាននិយាយការពារសម័យថាបើសិនជាខឹមវាសនាជាមនុស្សត្រឹមត្រូវហើយមានការគ្រប់គ្រងប្រទេសដូចសូនតារាគេសម្លាប់ចោលដូចកែមលៃឬក៏ជាប់គុកហើយមិនត្រឹមតែជាប់គុកទេគេរឹបអូសទ្រព្យសម្បត្តិព្រោះខឹមវាសនាគាត់ធ្វើគណៈបកហឹបដៃប្រហែលឆ្នាំហ្នឹងយើងត្រូវដឹងហើយថាចំការរបស់គាត់គ្រប់ខេត្តហើយលុយរបស់គាត់យកទៅឯណាអញ្ចឹងហើយមានតែឈួតទេបងប្អូនណាហើយណាអ្នកដែលដឹងថាសូនតារានិយាយត្រូវខ្លាំងយ៉ាងគេគឺអ្នកដែលធ្លាប់ប៉ះរឿងហ្នឹងបងចាំបានអាហ្នឹងដែលខ្ញុំចង់បញ្ជាក់ថាវាចេះឆ្ងល់ចាហេតុអីបានជាមនុស្សចូលចិត្តស្ដាប់សូនតារាមានពេលខ្លះណាសុផលអង្គរៈស្ដាប់សូនតារាពិបាកយល់បងណាដូចពិបាកសម័យព្រោះខ្លួនយើងក៏អត់ស្ថិតនៅក្នុងអាកលៈទេសៈហ្នឹងបើបងប្អូនស្ថិតនៅក្នុងកលៈទេសៈប្រទេសកម្ពុជាបងប្អូនគាត់ថាផឹកស៊ីច្រៀងរំធម្មតាមិនអីទេបើថាបងប្អូនធ្លាប់និយាយរឿងសង្គមធ្លាប់និយាយរឿងនយោបាយហើយបងប្អូនប្រែទៅគ្រប់គ្រងគណៈបកប្រជាជនអានឹងសិតតែធ្វើឈួតទេបងសិតតែមនុស្សធ្វើឈួតទេនៅក្នុងប្រទេសកម្ពុជាចិនដាខឹមមានតែមនុស្សឈួតនិងមនុស្សខ្លែងខ្លាយទេដែលអាចរស់នៅបានដែលខ្ញុំលើកឧទាហរណ៍ដូចជាខឹមវាសនាមួយខឹមវាសនាបើមិនឈួតគឺបើមិនស្លាប់ក៏ជាប់គុកហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវគេរឹបយកអូសទាំងអស់រឹបអូសយកទាំងអស់គេផ្លាន់បងប្អូនណាដូចគង់គំដូចអីចឹងអញ្ចឹងបងប្អូននៅក្នុងប្រទេសកម្ពុជាគឺមនុស្សពូពេញទៅដោយសេចក្តីខ្លែងខ្លាយបាទណាខ្លែងខ្លាយនឹងធ្វើឈួតត្រូវតែជ័យយោសម្ដេចអស្ចារ្យណាមហាលោកផ្លោះជ័យយោសម្ដេចអស្ចារ្យណាមហាលោកផ្លោះតែក្នុងចិត្តទៅនិយាយពីជ្រិញបងប្អូនណាក្នុងចិត្តនោះបងប្អូនអត់ដឹងទេមហាជនខ្មែរយើងឆ្លាតណាខ្មែរយើងបច្ចុប្បន្នអ្នកដែលផ្ទះដៃជ័យយោសម្ដេចអស្ចារ្យណាវណ្ណវណ្ណជ័យយោសម្ដេចអស្ចារ្យណាអានឹងក្នុងចិត្តណាក្រំគ្រៀនណាប៉ុន្តែវាមិនអាចទៅនិយាយអីឲ្យខុសពីនឹងបើកាលណានិយាយវាខុសពីនឹងទៅវាដាច់កបងប្អូនណាត្រូវគេណាធ្វើបាបគេចាប់ដាក់ពុកគ្រោះថ្នាក់ចរាចរណ៍ងាប់អាសន្ននៅក្នុងប្រទេសកម្ពុជាបងប្អូនណាមិនថានរណាគ្រប់នរណាទេបច្ចុប្បន្នណាមនុស្សរស់នៅក្នុងភាពអាសន្នគ្រប់គ្នារស់នៅក្នុងភាពអាសន្នគ្រប់គ្នាគ្រោះថ្នាក់មានជុំវិញខ្លួនគួរប៉ូឡែនមែនទេមានជុំវិញខ្លួនគឺជាសង្គមមួយដែលភ័យខ្លាចជាទីបំផុតហើយគេយកអីមកគម្រាមជាពិសេសគេយកសារមកគម្រាមឯងមិនហ៊ានថាអញ្ចឹងណាឯងច្បាស់ជាខ្មាំងជាប់គុកអរគុណសន្តិភាពព្រៃចំណិត share ប្រូនេះទៅកាន់ព្រៃចំណិតទៅទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កបិតអាហ្នឹងមនុស្សដែលចូលចិត្តទូរទស្សន៍សូនតារាគឺចំណុចនឹងឯងត្រង់សច្ចធម៌ហើយយុត្តិធម៌ហើយបងប្អូននិយាយស្ដាប់សូនតារាគ្មានខុសអីទេមិនចុះខ្ញុំនិយាយខុសខ្ញុំថាខុសអាហ្នឹងលេងខុសហើយមែនទេ2 3ខ្ញុំថាខុសហើយបងប្អូនមានឃើញពីតថភាពសង្គមកម្ពុជាត្រូវតែឈួតហើយនឹងខ្លែងខ្លាយបើមិនចេះធ្វើឈួតនឹងមិនខ្លែងខ្លាយងាប់បាត់ឥឡូវគ្រឿងក្លែមទី2អត់មានអីវែងឆ្ងាយទេគ្រឿងក្លែមទី2នេះខ្ញុំសូមចូលរួមជាមួយនឹងយុវជននិងពលរដ្ឋខ្មែរនៅប្រទេសជប៉ុនដែលធ្វើដង្ហែក្បួនបាតកម្មនៅរំលឹកខួប23 តុលា Anti Justice ជាពិសេសខ្ញុំបានឃើញយុវជនយើងបានតុបតែងជាទាហានរិនផារូបដើម្បីទាមទារឲ្យថៃដោះលែងនិងប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃសុខាគមខ្ញុំសូនតារាមិនថានៅប្រទេសជប៉ុនមិនថានៅទីណាទេខ្ញុំចង់ឲ្យអ្នកដឹងគឺត្រូវតែចូលរួមរហូតខ្ញុំមិនដែលខានទេបងប្អូនមិនខានមួយវិនាទីសោះចំពោះការចូលរួមជាមួយមហាបាតកម្មគ្រាន់តែថាខ្ញុំបានចូលរួមផ្ទាល់ខ្ញុំទៅបើនៅក្នុងប្រទេសបារាំងឬក្នុងអឺរ៉ុបដែលខ្ញុំធ្វើដំណើរទៅបានច័ន្ទសារវត្តបើនៅក្រៅប្រទេសដូចជានៅប្រទេសជប៉ុនក្តីនៅកូរ៉េនៅអាមេរិកណាខ្ញុំសូមចូលរួម
ជាប្រយោលចូលរួមជាកម្លាំងចិត្តចូលរួមជាបេះដូងចូលរួមជាទឹកចិត្តដូច្នេះខ្ញុំសូមលើកទឹកចិត្តនឹងចូលរួមពីចម្ងាយជាមួយនឹងយុវជននិងពលរដ្ឋខ្មែរនៅប្រទេសកូរ៉េរាល់គ្រប់សកម្មភាពទាំងឡាយណារណ្ដាកម្មដែលបង្ហាញអំពីការស្រឡាញ់នៃយុត្តិធម៌ចង់សង្គ្រោះប្រទេសជាតិចេញពីរបបផ្ដាច់ការពេលនោះបងប្អូនត្រូវនឹកដល់សូនត្រាថាមានខ្ញុំនៅទីនោះទោះបីជាបងប្អូនណាម៉ៅសុកហានហើយក្បួនដោយអត់ឃើញសូនតារាក៏ដោយប៉ុន្តែបងប្អូនត្រូវដឹងថាព្រលឹងសូនតារាបានដកទៅហែជាមួយបងប្អូនបាត់ទៅហើយសេលអ៊ីមរ៉ានប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតជាងរំសាក្រៅទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការសកុន្ទ្រីផ្លាស់ប្ដូរផ្នែកកំណត់ហើយមិនខ្ញុំនិយាយដូចនេះបងប្អូនការចូលរួមសំខាន់ណាខ្ញុំក្នុងនេះខ្ញុំចូលកូនប្រធានបទទូចមួយខ្ញុំនិយាយអំពីចិត្តសាស្ត្ររបស់មនុស្សបន្តិចជាងប៉ុណ្ណាបងប្អូនហើយនេះបានជាការចូលរួមសំខាន់ស្រីនាងពីព្រោះកម្លាំងសាមគ្គីគឺតែនាំមកនៅជ័យជំនះបងប្អូនត្រូវទន្ទិញពាក្យហ្នឹងទី2បងប្អូនអាចចោទសួរថាចេះ post boy ចុះហេតុអីបានជាការចូលរួមធ្វើបាតកម្មពេលខ្លះមនុស្សច្រើនពេលខ្លះមនុស្សតិចពេលខ្លះសឹមតែរកមនុស្សអត់បានផងតើពេលណាដែលយើងធ្វើបាតកម្មមានមនុស្សតិចចាំនេះលើតើបញ្ជាក់អំពីភាពខ្សោយនិងការជប់គ្រប់គ្រងរបស់មហាជនដែរឬទេមិនមែនទេហេតុអ្វីបានជាមិនមែនពីព្រោះបងប្អូនខ្ញុំនិយាយពីហេតុផលចិត្តសាស្ត្រដូចតទៅទី1មនុស្សមិនអាចផ្អើលរឿងមួយពីរដងទេមិនអាចផ្អើលរឿងមួយពីរដងទេណាខ្ញុំលើកឧទាហរណ៍ខួបកំណើតបើសិនជាគេ surprise ឬក៏បញ្ញាក់អារម្មណ៍របស់យើងជាងណាលើកទី1យើងឃើញនំគេបិទភ្លើងមកហើយមែនទេស្រាប់តែគេបញ្ញាក់លើកទី2មានបញ្ញាក់លើកទី3បញ្ញាក់លើកទី4ចេះតែអង្គុយទៅមានអ្នកយកនំមែនទេមកផ្លុំទៀតគឺយើងអត់មានរឿងអីណាសាលេហកម្មត្រូវភ្ញាក់ផ្អើលដូចគ្នាពេលដែលយើងទៅដល់ភូមិមួយអ្នកភូមិឃើញយើងជាមនុស្សចំណូលថ្មីគឺយើងត្រូវបានគេរាក់ទាក់ប៉ុន្តែនៅយូរសាមញ្ញធម្មតាដូចគ្នាអ្នកស្វែងរកកាប់បាតកម្មវាមានចរន្តឡើងចុះទៅតាមព្រឹត្តិការណ៍បើវាមានព្រឹត្តិការណ៍ណាមួយភពមនុស្សចេញពីផ្ទះទៅណាទៅចូលរួមទាំងអស់គ្នាឧទាហរណ៍ដូចជាកាលពីថៃឈ្លានពានទឹកដីកម្ពុជាថ្មីបងប្អូនឃើញណាខ្មែរជុំវិញពិភពលោកមិនថាគណៈបកណាទេគឺទៅចូលរួមបាតកម្មរហូតនៅក្នុងប្រវត្តិសាស្ត្រក្រុងប៉ារីមិនដែលមានបាតកម្មឯណាមានគ្នាជិត 3000 នាក់មិនដែលទេបងប្អូនប៉ុន្តែសួរថាចុះបើសិនជាយើងធ្វើទៀតទៅឯងត្បិតមនុស្សទៅតិចប៉ុន្តែចិត្តទៅច្រើនមិនមែនមានន័យថាមនុស្សជប់គ្រប់គ្រងទេគ្រាន់តែថារឿងដដែលមនុស្សនឹងមិនធ្វើសកម្មភាពឈូឆរភ្ញាក់ផ្អើលធំដុំច្រើនដងជំសម្បត្តិអានេះគឺជាសច្ចធម៌មួយខ្ញុំលើកឧទាហរណ៍មួយទៀតឧទាហរណ៍ដូចជាកែមលៃថ្ងៃហែសពគាត់មានមនុស្សហែសពកែមលៃមែនទេ2លាននាក់ឥឡូវបងប្អូនទៅហែកែមលៃដោយមិនបាច់មានគេហាមឃាត់ទេគេចេញច្បាប់ឲ្យហែទៀតបើហែលើកទី2ណាកុំថាឡើយ2លាននាក់សម្បូររកតែ 2000 នាក់អត់បានផងសួរថាចុះមនុស្សនឹងគឺស្អប់កែមលៃហើយមែនទេមិនមែនទេដោយដែលខ្ញុំលើកឡើងអញ្ចឹងរឿងដដែលវាមិនអាចមានការឈូឆរ2ទៅ3ដងឡើយណាចុះអ្នកដែលទៅបាតកម្មរហូតឬក៏អ្នកចូលរួមសកម្មភាពរហូត
អ្នកហ្នឹងគេហៅថាជាមនុស្សដែលមានឧត្តមកតិខ្ពស់មនុស្សអស្ចារ្យដែលលះបង់នៅអ្វីទាំងអស់ហើយយើងត្រូវហ៊ានសរសើរបងប្អូនណាគេហៅមនុស្សស្នូលធម្មតានៅទីណាក៏ដោយវាមានបុគ្គលស្នូលនិងពលរដ្ឋធម្មតាបុគ្គលស្នូលហ្នឹងគឺគ្រប់ព្រឹត្តិការណ៍គ្រប់វេទិកាបើនេះគឺសកម្មជាទីបំផុតហើយអ្នកគ្រប់គ្រងធម្មតាទៅតាមព្រឹត្តិការណ៍និងទៅតាមពេលវេលាអំណោយផលអញ្ចឹងណាមិនមែនមានន័យថាអូបាតកម្មអានឹងចិត្តសាស្ត្រមកណាមិនមែនថាអូលៀងអេងទៀតបាតកម្មពីមុនមនុស្ស2000ឥឡូវ200មានន័យថាមនុស្សជប់គ្រប់គ្រងអត់ទេមានព្រឹត្តិការណ៍ណាមួយមនុស្សអាច10000ផងលេងពេញអញ្ចឹងមានន័យថាទឹកចិត្តមនុស្សណាដែលស្អប់របបផ្ដាច់ការយើងទាញសន្និដ្ឋានមកវិញដែលស្អប់របបផ្ដាច់ការស្អប់អំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាមានច្រើនលុះលុបភ្នំស្រង់ភេកប៉ុន្តែមនុស្សមិននិយាយដោយសារតែអត់មានព្រឹត្តិការណ៍ណាមួយអត់មានឱកាសណាមួយដែលធ្វើឲ្យមនុស្សនឹងមានលំហចេញមកដូច្នេះយើងមិនអាចសន្និដ្ឋានបានទេអញ្ចឹងមានមនុស្សម្នាក់ដែលពូកែសន្និដ្ឋានគឺសម្ដេចតេជោថាមនុស្សស្អប់អំពើអយុត្តិធម៌ច្រើនណាស់ដើម្បីកុំឲ្យវាលេចធ្លាយគាត់ត្រូវតែមើលរុករាល់ប្រហោងទាំងអស់ពីព្រោះគាត់គិតថាបើមានប្រឡោះណាមួយធ្លាយគឺច្បាស់ជាទឹកលិចកម្ពុជាទឹកលិចខ្ញុំចង់និយាយលើមហាជនណាអញ្ចឹងបានជាគាត់បង្កើតពាក្យមួយហៅថាងើបមួយវាយមួយងើបពីរវាយពីរមើលមកផ្លែតថាហ៊ុនសែនខ្លាំងតាមពិតហ៊ុនសែនខ្លាចមែនទេជាសម្ដីសារភាពថានៅក្នុងប្រទេសកម្ពុជាសុទ្ធតែអ្នកងើបបងប្អូនវិជាការពិតបងប្អូនបកស្រាយខុសពីនឹងបើសិនជានៅក្នុងបងប្អូននៅពិចារណាហើយលោកគ្រូបកស្រាយខុសឥឡូវខ្ញុំសួរមើលបើសិននៅក្នុងប្រទេសកម្ពុជាសិតជាអ្នកគោរពស្រឡាញ់ហ៊ុនសែនគាត់ទៅព្រួយបារម្ភអីទៅវាយចាំវាយមែនទេបងប្អូនហេតុអីបានបងប្អូនទៅចាំវាយបើដើរកាត់ចំការមីនហ្នឹងហេតុអីបងប្អូនត្រូវប្រយ័ត្នព្រោះក្នុងនោះសិតតែមីនបងប្អូនដើរកាត់នៅផ្សារទំនើបបងប្អូនមានអីខ្លាចអីបងប្អូនមានត្រូវខ្លាចផ្ទុះទេមិនទេបងប្អូនមានត្រូវប្រយ័ត្នជំហានទេដូចគ្នាបើប្រទេសកម្ពុជាមនុស្សសិទ្ធិគ្រប់គ្រងហ៊ុនសែនមនុស្សសិទ្ធិគ្រប់គ្រងគណៈបព្វជិជនគាត់មានចាំបាច់អីទៅវាយងើបមួយវាយមួយងើបពីរវាយពីរទៅវាយណាបើមនុស្សនោះសិទ្ធិកូនចៅគាត់សិទ្ធិអ្នកស្រឡាញ់គាត់សិទ្ធិអ្នកគ្រប់គ្រងគាត់ហ្នឹងអញ្ចឹងមានន័យថាម៉េចមានន័យថាមិនមែនហ៊ុនសែនខ្លាំងទេរ៉ែនប្រូសូគឺហ៊ុនសែនខ្លាចហើយសម្ដីហ៊ុនសែនជាការសារភាពថានៅក្នុងប្រទេសកម្ពុជាសុទ្ធតែអ្នកងើបដូច្នេះហើយដើម្បីកុំឲ្យវាងើបវាច្រើនពេកបងប្អូនណាអញ្ចឹងតែមួយក៏ជាទំហំធំដែរមនុស្សនៅពេលណាគេស្អប់ទាំងអស់ស្ទើរតែទាំងអស់ហើយណាមនុស្សងើបមួយគឺជាទំហំធំមិនមែនជាទំហំតូចទេប៉ុន្តែបងប្អូនខ្ញុំលើកនិយាយអានេះបែបគណិតវិទ្យាបែប logic បែបទស្សនវិជ្ជាសច្ចធម៌ណានៅពេលណាដែលមនុស្ស 90% ស្អប់ណាបងប្អូនមនុស្សមងើបម្នាក់ជាទំហំធំណាប៉ុន្តែនៅពេលណាដែលមនុស្ស90% ស្រឡាញ់មនុស្សកុំថាងើបម្នាក់ងើប100នាក់រមេតាគុំប៊ុនហុងគួយអត់រសើបដែរពីព្រោះអីព្រោះអាទំហំនឹងវាអត់មានអតិពលទេមករំខាននេះបងប្អូនណាវាអត់មានអតិពលរំខានដូចជាខំវាសនាគាត់មានអ្នកគ្រប់គ្រងមានទឹកលិចនេះអត់មានទៅរំខានអត់មានអតិពលអីទៅធ្វើឲ្យសង្គមប្រទេសកម្ពុជានឹងកលាប់ចាក់ប្រែប្រួលនយោបាយវាអត់មានទេព្រោះចំនួនវាតូចមែនទេប៉ុន្តែបើសិនជាគំវាសនាគាត់ឈួតមែនប៉ុន្តែគាត់មានទំហំធំរហូតដល់ 90 ទៅ 80% តែមួយគឺជាអ្នកគ្រោះថ្នាក់អញ្ចឹងបានជាហ៊ុនសែនគាត់ចេញសារនឹងជាការសារភាពដោយខ្លួនគាត់ទៅថានៅក្នុងប្រទេសកម្ពុជាសុទ្ធតែអ្នកងើបប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជនផ្ដាច់ការយានបញ្ញាផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1បងប្អូនមានឆ្ងល់ហេតុអ្វីការរាយបន្លាលួសរបស់ថៃមិនល្បីខ្យល់ខ្ចាយពេញពិភពលោកណាប៉ែនណាឡុប Johnson ដោយការបង្ក្រាបឆោបោកអនឡាញទូទៅឥឡូវយើងមើលទាំងអស់គ្នាការរាយបន្លាលួសគឺជារឿងឧក្រិដ្ឋកម្មជាពិសេសការឈ្លានពានប្រទេសមួយនិង
ការចាក់សំឡេងរំខានវាគឺជាអ ுக ្រិតកម្មដែរអមនុស្សធម៌ប៉ុន្តែអត់សូវល្បីខ្យល់ខ្ចាយទេគឺល្បីខ្យល់ខ្ចាយតែនៅក្នុងប្រទេសកម្ពុជាហើយមានសារព័ត៌មានខ្លះគឺលួចលាក់ទៅទៀតអង្គពិសិដ្ឋប៉ុន្តែបងប្អូនមើលរឿងពីរខ្ញុំឲ្យមើលទី1ជនជាតិកូរ៉េម្នាក់ស្លាប់ដោយសារតែការចាប់ចម្រិតហ្វ្រិនឌីចាន់និងជនជាតិកូរ៉េខ្លះរងគ្រោះដោយសារតែឧក្រិដ្ឋកម្មអនឡាញគ្រាន់តែជនជាតិកូរ៉េមួយប្រធានាធិបតីរបស់កូរ៉េប្រតិកម្មហើយបានហៅប្រទេសហៅក្រុងភ្នំពេញថាជាក្រុងឧក្រិដ្ឋកម្មក្រុងនៅក្នុងប្រទេសកម្ពុជាមួយចំនួនដូចជាប៉ោយប៉ែតអីផ្សេងៗហ្នឹងណាល្បីជាងហ្នឹងបងណាប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹងអ្នកភូមិព្រៃច័ន្ទទឹកដីខ្មែរទាហានខ្មែររាប់សិបអ្នកដែលបានស្លាប់នៅក្នុងសមរភូមិការចាក់សម្លេងរំខានបើយើងនិយាយអំពីផលប៉ះពាល់កូនខ្មែរប្រុសឆាយជនជាតិកូរ៉េម្នាក់មានចំនួនតិចជាងប្រជាជនខ្មែរដែលរងការបំពានរំលោភពីនេះអាជ្ញាធររបស់ថៃប្រទេសថៃទី2កាន់តែល្បីខ្យល់ខ្ចាយជុំវិញពិភពលោកជាងបុរសកូរ៉េនិស្សិតកូរ៉េស្លាប់ទៅក្នុងប្រទេសកម្ពុជារឿងឆោបោកអនឡាញនឹងចាប់ចម្រិតហ្នឹងគឺទីប្រឹក្សាសម្ដេចណា Gen Z ដែលមានសញ្ជាតិ3បងប្អូនដើមកំណើតចិនសញ្ជាតិអង់គ្លេសហើយសញ្ជាតិខ្មែរអាមេរិកនិងអង់គ្លេសមានសញ្ជាតិអង់គ្លេសហ្នឹងវិបុលបងអាមេរិកនិងអង់គ្លេសបានដាក់ទណ្ឌកម្មហើយបង្កកទ្រព្យសម្បត្តិរហូតដល់ 15,000 លាន Bitcoin ដុល្លាររហូតមកទល់បច្ចុប្បន្ននេះរឿងនោះស្រាប់តែខ្យល់ខ្ចាយពេញពិភពលោកសូម្បីតែក្នុង YouTube ខ្ញុំបើកទៅក៏ឃើញគេនិយាយអំពីរឿងហ្នឹង YouTube និយាយមែនទេច្រើនភាសាដែរ Reliable Driver ប៉ុន្តែបើយើងប្រៀបធៀបត្រឡប់មកវិញជាមួយនឹងការដាក់បណ្ដាលុះពាត់យកទឹកដីខ្មែរទង្វើរបស់ថៃប្លន់យកទុនត្រៀនអ្នកភូមិព្រៃច័ន្ទនិងការចាក់ផ្សាយសម្លេងបំពងរំខានដែលជារឿងអមនុស្សធម៌ណាប៉ុន្តែពិភពលោកបែរទៅជាស្ងប់ស្ងាត់មិនសូវជាខ្យល់ខ្ចាយដូចមនុស្សម្នាក់តែម្នាក់ទេទីប្រឹក្សាហ៊ុនសែនម្នាក់ Gen Z ត្រូវបានអង់គ្លេសនិងអាមេរិកដាក់ទណ្ឌកម្មពីឧក្រិដ្ឋកម្មអនឡាញឬក៏ការឆបោកអនឡាញការលាងលុយតាមប្រព័ន្ធធនាគារហើយរហូតមកទល់ឥឡូវឬបងប្អូនខ្មែរជាច្រើននៅក្នុងបណ្ដាញសង្គមហ្នឹងថាធនាគារ Prince ឆៃយ៉ាសច្ចាដកនឹងផ្ទេរលុយលែងបានមែនទេធនាគារ Prince គឺជាធនាគាររបស់ Gen Z ពីព្រោះតែអាមេរិកនិងអង់គ្លេសបង្កកមិនឲ្យដំណើរការអានេះគ្រាន់តែជាពាក្យចចាមអារាមប៉ុន្តែខ្ញុំមិនទាន់ឃើញសារព័ត៌មានផ្លូវការអានេះសច្ចៈទោះគេនិយាយសារព័ត៌មានផ្លូវការឬក៏ប្រជាជនណាថ្លែងចន់សន្តានជាផ្លូវការណាមួយឡើយប៉ុន្តែយើងចោទសួរថាតើវាអាចជឿជាក់បានទេអាចមែនន័យថាវាមានភាគរយគួរឲ្យជឿជាក់បានហេតុអីនៅក្នុងប្រទេសកម្ពុជាបងប្អូនណាចាំសម្ដីសុនរាមនុស្សត្រូវតែคล้ายត្រូវតែក្បត់មាត់ត្រូវតែក្បត់ចិត្តបើទោះបីជាមានការដកលុយមិនបានពីធនាគារ Prince ឧទាហរណ៍ក៏គេគម្រាមមិនឲ្យនិយាយដែរអ្នកណានិយាយគឺគេអាចចោទពីបទញុះញង់ចាត់ដាក់គុកខ្មែរយើងរហូតឥឡូវវាបាក់ស្បាតញ័រទៅទ្រុកណាមនុស្សប្រមាណលានអ្នកហ្នឹងទៅខ្លាចមនុស្សម្នាក់ញ័រទៅទ្រុកណាបងប្អូនញាក់សាច់ទៅទ្រុក
នេះញាក់សាច់ទៅទ្រឹកធ្វើឲ្យស្ថានភាពនឹងវាវេទនាលំបាកអញ្ចឹងចំណុចនេះខ្ញុំដែលខ្ញុំនិយាយថាអាចជឿដែរពីព្រោះប្រទេសកម្ពុជាគឺជាប្រទេសគម្រាមកំហែងប្រទេសគម្រាមកំហែងមានន័យថាទោះបីជារឿងនឹងពិតជួនកាលក៏មិនហ៊ាននិយាយការពិតដែរព្រោះខ្លាចគេចោទថាញុះញង់ហើយចាប់យកទៅដាក់គុកហើយបើគេចាប់តែម្នាក់ពីរនាក់កម្លៃហ៊ុនមនុស្សដេកញាក់សាច់ទៅត្រឹកសុកចិត្តដេកយំនឹងទៅប៉ុន្តែបងប្អូនណារឿងនេះមិនមែនជារឿងតូចតាចទេណាមិនមែនជារឿងតូចតាចទេគឺជារឿងបោកប្រាស់ធំណាស់ជារឿងបោកប្រាស់ធំណាស់ឥឡូវខ្ញុំនិយាយទៅនេះចន្ទថាលីហើយដល់បានថាជារឿងបោកប្រាស់ធំបងប្អូនមានឆ្ងល់ថាហេតុអ្វីបានជាវារង្គោះរង្គើពិភពលោកឥឡូវខ្ញុំនិយាយហេតុផលណាមុននឹងខ្ញុំនិយាយរឿងថាវាជាទំហំនៃការបោកប្រាស់ធំហ្នឹងខ្ញុំនិយាយអំពីហេតុអ្វីបានជាបលាលួសណាសំលេងរំខានរបស់ថៃឈ្លានពានកម្ពុជាមានភាពខ្យល់ខ្ចាយលើពិភពលោកតិចជាងឆោបៅពីព្រោះទី1ខ្ញុំធ្លាប់លើកឧទាហរណ៍ប្រទេសកម្ពុជាប្រៀបដូចជាប្រទេសភូមាផ្ដាច់ការមានដឹកនាំផ្ដាច់ការដូចគ្នាសាហាវព្រៃផ្សៃមែនទេជាពិសេសបងប្អូនមើលដែលខ្ញុំអត់បាច់យកឲ្យប្រវត្តិការចាត់ឪពុករបស់ខ្ញុំអានឹងគឺសំបីតែប៉ុលពតដូចមិនដល់នឹងផងដូចខ្ញុំថាប៉ុលពតដូចតែមិនដល់ថ្នាក់នឹងដែរមែនទេព្រោះអីប៉ុលពតវាសាហាវព្រោះប្រើមនុស្សល្ងងវាអត់មានច្បាប់មានទម្លាប់យើងបីដាសន្តិភាពណារឿងអីទៅប្រៀបជាមួយមេឃាតករជនស្លូតត្រង់ខ្ញុំយកតែឪពុកខ្ញុំមកវាស់តែអត់មានរឿងអីសោះចាប់មនុស្សយកទៅដាក់គុកណាបងប្អូនណាអានេះខ្ញុំនិយាយរឿងតែនេះមួយអញ្ចឹងពិភពលោកបងប្អូនដឹងស្រាប់ហើយខ្ញុំលើកឧទាហរណ៍មួយដូចជាឧទាហរណ៍ថៃឈ្លានពានភូមាតាមពិតថៃវាមិនហ៊ានទេប៉ុន្តែខ្ញុំឧទាហរណ៍ឈ្លានពានហ្នឹងសំបីយកដីភូមាបានមកខើតនឹងពិភពលោកដូចមិនសូវឆោឡោផងមិនចឹងគេស្អប់បងប្អូនមករា I love គេស្អប់មេដឹកនាំផ្ដាច់ការភូមាមួយអញ្ចឹងការទូតវាសើប្រកាសទី2នៅលើឆាកអន្តរជាតិយើងបានជះលិមុខជះទឹកនោមតាំងកថាវទៅលើអន្តរជាតិឥឡូវគឺយើងត្រូវការអន្តរជាតិដើម្បីគ្រប់គ្រងពីព្រោះពុកសភាពគ្មានប្រទេសណានៅលើផែនដីសម្បីតែអាមេរិកក៏ដោយមហាអំណាចមិនអាចនិយាយថាខ្លួនមិនពឹងនរណាបានទេពិភពលោកពឹងគ្នាទៅវិញទៅមកអញ្ចឹងហើយបានជាគេមានសម្ព័ន្ធមិត្តជប៉ុនពឹងអាមេរិកជប៉ុនបើអត់មានអាមេរិកទេចិនវាយបាត់ហើយទីហោះអញ្ចឹងមែនទេមួយទៀតរឿងទំនាស់ព្រំដែនគឺជារឿងរវាងប្រទេសទាំងពីរប្រទេសពីរឧទាហរណ៍ដូចជានៅឥណ្ឌានិងប៉ាគីស្ថានអញ្ចឹងទៅឥណ្ឌាប៉ាគីស្ថានទំនាស់ព្រំដែនទោះជាគេដឹងថាដែនដីហ្នឹងវាជារបស់ឥណ្ឌាឬរបស់ប៉ាគីស្ថានប៉ុន្តែពិភពលោកបានចាត់ទុកវាថាជាទំនាស់រវាងប្រទេសទាំងពីរដែលត្រូវចរចាដោះស្រាយរកនេះដំណោះស្រាយសន្តិភាពមួយហើយប្រទេសដទៃមិនអាចលូកដៃទៅកាន់មកខាងបានទេបើគេលូកគឺគេលូកទៅខាត់ដូច្នេះហើយបានជាពិភពលោកមិនអាចលូកទៅកាន់ថៃហើយមិនអាចលូកមកកាន់កម្ពុជាបានទេគេលូកទាំងពីរទៅខាត់បើទោះបីជាគេដឹង 100% ថាថៃឈ្លានពានទឹកដីកម្ពុជាដូចគ្នាឥណ្ឌាប៉ាគីស្ថានបើអន្តរជាតិលូកគឺគេលូកទៅខាត់លើកលែងតែដូចជារុស្ស៊ីណានិងអ៊ុយក្រែនព្រោះរុស្ស៊ីវាមកធំមកចម្រៀងផែនដីម្នាក់ឯងសកុនតរីអូមីសេគឺវាលេបទឹកដីអ៊ុយក្រែនដូច្នេះពិភពលោកទៅខាត់រុស្ស៊ីផងទៅជួយអ៊ុយក្រែនផងបើមិនជួយអ៊ុយក្រែនហើយមិនខាត់រុស្ស៊ីអ៊ុយក្រែននឹងបាត់ពីផែនទីពិភពលោកអញ្ចឹងរឿងចំណុចនេះបើកណាបងប្អូនយកអានឹងមកដាក់ក្នុងអារម្មណ៍ខ្លួនឯងទោះបីជាយើងក៏ដោយបើថាឃើញឥណ្ឌាហើយចិនឆ្លោះគ្នានៅតំណោះព្រំដែនចិននិយមឆ្លោះគ្នានៅតាមតំណោះព្រំដែនយើងតែងតែគិតថាវាគឺជារឿងប្រទេសទាំងពីរអញ្ចឹងរឿងហ្នឹងវាអត់ខ្ចរខ្ចាយអត់សូវខ្ចរខ្ចាយប៉ុន្មានប៉ុន្តែរឿងសំខាន់មួយទៀតដែលគួរតែខ្ចរខ្ចាយរឿងអមនុស្សធម៌ណាគាត់និយាយថាការ
វាយប្រជាជនឈូសឆាយផ្ទះប្រជាជនបណ្ដេញប្រជាជនការមិនគោរពបទច្បាប់ការរំលោភយកលេមុខអានឹងពិភពលោកទៅតែផ្អើលដែរប៉ុន្តែវាអត់មានទំហំធំមិនរសើបណាដូចរឿងឆោបោកអនឡាញជនជាតិជប៉ុននឹងទីប្រឹក្សាហ៊ុនសែនមួយដោយសារតែគេគិតថាវាជារឿងរវាងថៃនិងមនុស្សមួយភូមិហើយគិតថាវាជាទំនាស់រវាងប្រទេសទាំងពីរណាមួយទៀតចំណុចចុងក្រោយហេតុអីបានជាវាមិនខ្យល់ខ្ចាយប្រព័ន្ធផ្សព្វផ្សាយបងប្អូនមានដឹងហើយការិយាល័យព័ត៌មានអន្តរជាតិនៅប្រទេសថៃទាំងអស់នៅប្រទេសខ្មែរកំចាត់ចោលទុកតែព័ត៌មាន7មករាណាទុកតែព័ត៌មានងុកវាងទេណាព័ត៌មានដែលមនុស្សនិយាយមិនជាព័ត៌មានអាហ្នឹងហៅព័ត៌មានមនុស្សឈួតមនុស្សផឹកស៊ីរំវងបាត់ដីអីចឹងទៅវាចេះតែយកទៅធ្វើព័ត៌មានយូរទៅស្រុកខ្មែរទៅថាឲ្យតែមានអាវមានទូរស័ព្ទដៃមួយជាអ្នកព័ត៌មានដែរអាហ្នឹងមិនមែនជាអ្នកព័ត៌មានទេជាអ្នកថតកំសាន្តនេះទៅបងប្អូនណាចំណូលចឹងប្រព័ន្ធផ្សព្វផ្សាយបើនៅប្រទេសណាបងប្អូនណាគឺវាត្រូវលំអៀងទៅប្រទេសហ្នឹងទោះជាដឹងក៏ដោយពីព្រោះវាទទួលផលហើយវាទទួលផលប្រយោជន៍ពីប្រទេសហ្នឹងទទួលផលប្រយោជន៍ការងារប្រាក់ខែទឹកដីការិយាល័យមែនទេហើយបើសិនជានិយាយតែគេនិយាយត្រូវថាការលំអៀងបែបវិជ្ជាជីវៈមិនមែនមានន័យថាគេកាន់ជើងថៃឧទាហរណ៍ថាព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃនៅរវាងចំនួនថៃនិងកម្ពុជាគេមិននិយាយកាន់ជើងថៃទេប៉ុន្តែគេអត់ផ្សាយពីភាពអាក្រក់របស់ថៃបងប្អូនណាហ្នឹងចំណុចនេះគេផ្សាយតែពីព្រឹត្តិការណ៍ជុំវិញពិភពលោកហើយគេដកស្រង់សម្ដីរបស់ណាថ្នាក់ដឹកនាំរបស់ថៃគេដកស្រង់ហើយធម្មតាសម្ដីរបស់ថ្នាក់ដឹកនាំរបស់ថៃហ្នឹងគឺគេនិយាយវាយមកកម្ពុជាគេថាកម្ពុជាខុសហើយសួរថាចុះប្រព័ន្ធផ្សព្វផ្សាយនេះវាខុសទេវាអត់ខុសទេប៉ុន្តែគេអត់ដកពីយើងគេដកពីយើងអត់បានមែនទេនៅតែពេលអញ្ចឹងពិភពលោកស្ដាប់មកខាងណាបើមិនស្ដាប់តែថៃនិយាយមកខាងណាស្ដាប់តែថៃនិយាយមកខាងហើយអាព័ត៌មានហ្នឹងវាផ្សាយជុំវិញពិភពលោកទៅវាធ្វើឲ្យស្ថានភាពហ្នឹងដែលថៃហ្នឹងរំលោភទៅជាខ្មែររំលោភវិញដូច្នេះយើងវេទនាត្រូវបានគេយកភ្នែកទៅបិទណាយកភ្នែកទៅបិទគឺរបបហ៊ុនគណៈបព្វជិជនដែលកំទេចប្រព័ន្ធផ្សព្វផ្សាយស្មើនឹងបិទភ្នែកពិភពលោកដល់តែពេលបិទភ្នែកពិភពលោកអស់ទៅងាប់តែខ្លួនឯងណាអានេះមូលហេតុដែលហេតុអីបានជាវាមិនខ្ចោះខ្ចាយចុងក្រោយប្រព័ន្ធផ្សព្វផ្សាយរបបនយោបាយនេះនឹងទំនាស់រវាងប្រទេសពីរដែលពិភពលោកចាត់ទុកថាជារឿងធម្មតារវាងប៉ាគីស្ថានឥណ្ឌារវាងចិនព្រំដែនឥណ្ឌារវាងវៀតណាមព្រំដែនឥណ្ឌារវាងនៃអីចឹងទៅប្រទេសដទៃទៀតដែលជាប់ព្រំដែនគ្នានឹងមានទំនាស់ដោយសារគេចាត់ទុកថាប្រទេសដែលជាប់ព្រំដែននេះតែតែមានទំនាស់អញ្ចឹងបានជាយើងត្រូវប្តឹងទៅតុលាការអន្តរជាតិពីព្រោះមនុស្សអត់កាន់ជើងយើងទេមានតែតុលាការអន្តរជាតិ ICJ ឬកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលនេះលោកប្រធានសំរងស៊ីមេដឹកនាំរដ្ឋាភិបាលក្រៅប្រទេសនឹងជំរុញហើយគាត់ធ្វើណារងមីលឺឥឡូវយើងត្រឡប់មកវិញថាចុះហេតុអីគេចាប់អារម្មណ៍រឿងអ ுக ្រិតកម្មឆោបោកជាងទៅដូចកូរ៉េបងប្អូនខ្ញុំនិយាយពីទំហំឥឡូវយើងប្រៀបធៀបយើងកុំយកចិត្តយើងជាខ្មែរយើងយកចិត្តយើងជាមិនយើងយកចិត្តយើងជាមនុស្សលើសកលលោកឧទាហរណ៍តើបងប្អូនឃើញគេបាញ់គ្នារវាងឥណ្ឌានិងប៉ាគីស្ថានខ្មែរយើងមានតែយកចិត្តទុកដាក់ទេអញ្ចឹងមានន័យថាពិភពលោកក៏ដូចគ្នាដែរខ្មែរថៃបាញ់គ្នាគឺមិនយកចិត្តទុកដាក់ដែរចុះបើសិនជាបងប្អូនយកចិត្តទុកដាក់សុខក៏ដែរបងប្អូនយកចិត្តទុកដាក់ចង់ឲ្យវាឈប់បាញ់ទៅពិភពលោកដូចគ្នាពេលដែលខ្មែរថៃឆ្លោះគ្នាពិភពលោកចង់ឲ្យខ្មែរថៃឈប់បាញ់ទៅមិនអត់ទៅកាន់ជើងថៃឬអត់កាន់ជើងខ្មែរទេអាហ្នឹងមានន័យថាវាអត់សូវមានឥទ្ធិពលគឺវាប៉ះពាល់ទំហំរវាងប្រទេសមែនទេរំលឹកថាប្រទេសអាហ្នឹងយើងយកខ្លួនយើងមកដាក់កម្មករឆ្លងដែនមិនអញ្ចឹងបងប្អូនគិតអញ្ចឹងដែរមែនទេអញ្ចឹងមនុស្សនៅលើផែនដីគិតមិនខុសពីបងប្អូននេះពេលដែលបងប្អូនមិនចាប់អារម្មណ៍ណាសូម្បីតែរឿងអ៊ីស្រាអែលកាហ្សាបងប្អូនមិនចាប់អារម្មណ៍ផងអ្នកខ្លះនេះសង្គ្រាមសម្រាប់រង្គាលមែនទេមនុស្សខ្លះអត់ទាំងចាប់អារម្មណ៍ផងរុស្ស៊ីអ៊ុយក្រែនបងប្អូនចាប់អារម្មណ៍តែមួយឆាវ
តែពី3ខែដំបូងឥឡូវនេះសឹងភ្លេចបាត់ហើយពិភពលោកក៏ដូចតែគ្នាដែរអញ្ចឹងចិត្តរបស់បងប្អូនមិនខុសណាពីចិត្តមនុស្សនៅលើផែនដីទេប៉ុន្តែបើនិយាយពីទំហំឆោបោកវាប៉ះពាល់មនុស្សជុំវិញពិភពលោកបងប្អូនឃើញអញ្ចឹងបានវាផ្អើលហើយមិនផ្អើលពាក្យថាឆោបោកអន្តរជាតិប្រហែលថ្ងៃមុននៅកំពង់សោមមានមកពីម៉ាឡេស៊ីមានមកពីឥណ្ឌូនេស៊ីមានមកពីឥណ្ឌាមានមកពីជប៉ុនមានមកពីកូរ៉េឃើញទេការដែលទំនាស់រវាងខ្មែរហើយនិងថៃវាកើតតែចំពោះទាហានថៃនិងអ្នកភូមិព្រៃចន្ទទេប៉ុន្តែការឆោបោកវាកើតរវាងប្រទេសកម្ពុជានិងប្រជាជនជុំវិញពិភពលោកអញ្ចឹងរដ្ឋាភិបាលជុំវិញពិភពលោកត្រូវតែប្រុងប្រយ័ត្នពីព្រោះប្រទេសកម្ពុជាបានផ្សព្វផ្សាយអំពីទេសចរហើយគេនឹងមានការព្រួយបារម្ភសុវត្ថិភាពមិនចង់ឲ្យប្រជាជនរបស់គេទៅក្នុងប្រទេសកម្ពុជាវាទំហំខុសគ្នាទំហំមួយថារឿងព្រំដែនវាជារឿងតែប្រទេសមួយនៅប្រទេសមួយរឿងទាហានឈ្លានពានវាគឺជារឿងណាទាហានថៃនិងអ្នកភូមិព្រៃច័ន្ទប៉ុន្តែរឿងឆោបោកវាគឺជារឿងប្រទេសកម្ពុជាមួយប្រទេសកម្ពុជាមួយនិងរដ្ឋាភិបាលប្រជាជននៅលើពិភពលោកពីព្រោះការឆោបោកអនឡាញគឺវាមិនមែនជារឿងរវាងអ្នកបោកនិងអ្នកភូមិព្រៃច័ន្ទអ្នកបោកនិងប្រជាជនខ្មែរទេប្រជាជនខ្មែរអត់ទៅរងគ្រោះទៅវិញគឺប្រជាជនជុំវិញពិភពលោកប្រជាជនជុំវិញពិភពលោកចុះប្រជាជនខ្មែរ Nancy Friendly អាចរងគ្រោះទេខ្ញុំនិយាយតែនេះដែលខ្ញុំគិតថាប្រហែលជាបងប្អូនខ្លះនឹកមិនឃើញឬក៏បងប្អូនជាច្រើននឹកឃើញតែមិនហ៊ាននិយាយណាមានគេធ្លាប់សួរខ្ញុំមិនធ្លាប់ទេគេសួរខ្ញុំជាច្រើនគីស្អីរហូតមកទល់ឥឡូវណាក៏នៅតែសួរដែរអញ្ចឹងបងប្អូនឃើញទំហំវាខុសគ្នាមែនទេការឆោបោកវាមានវិសាលភាពពេញផែនដីជនរងគ្រោះជុំវិញពិភពលោកហើយការឆោបោកហ្នឹងណាវាមានវិសាលភាពឧក្រិដ្ឋកម្មបង្កើតឧក្រិដ្ឋកម្មបងប្អូនស្គាល់ម៉ាហ្វ្យារឿងទំនាស់រវាងឥណ្ឌានិងប៉ាគីស្ថាននៅតាមព្រំដែនវាជារឿងទាហាននិងទាហានមែនទេកម្ពុជាថៃទាហាននិងទាហាននិងភូមិព្រៃច័ន្ទហើយរវាងថៃហើយនិងទាហានថៃនិងប្រជាជននៅភូមិព្រៃច័ន្ទអត់មានការសម្លាប់រង្គាលទេប៉ុន្តែអក្រិតកម្មណាអក្រិតកម្មឆ្លងដែនណាថៃថៅបរិនសម្លាប់រង្គាលហេតុអីបងប្អូនពួកម៉ាហ្វ្យាសម្លាប់គ្នាធ្វើទរណកម្មអាការឆោបោកអនឡាញការយកមនុស្សទៅបង្ខាំងនឹងជុំវិញពិភពលោកបើមានបណ្ដាញសាខាជុំវិញពិភពលោកតើមនុស្សប្រមាណអ្នកដែលទៅស្លាប់នេះបងប្អូនមានដឹងទេខ្មែរយើងគាត់អត់មានរបាយការណ៍ខ្មែរយើងមិនសូវយកចិត្តទុកដាក់កាលពីឆ្លងដែនទៅស្រុកថៃខ្លះបាត់10ឆ្នាំ20ឆ្នាំរំទល់នឹងតត្រឡប់មកវិញងាប់បាត់ទៅស្រុកថៃនៅជំនាន់មុននឹងខ្លះគេឲ្យទៅចុះទូកទៅសមុទ្រគេឲ្យអត់ឲ្យបាយស៊ីទេគេរើសអើងពូជសាសណានេះទៅសមុទ្រនឹង3ខែទៅសមុទ្រទៅនេសាទកណ្ដាលសមុទ្រនឹង3 4ខែបានគេឲ្យឡើងគោកម្ដងខ្លះឈួតឡប់នឹងខ្លះគេវាយចោលខ្លះលួចរត់ហែលទឹកមកដល់ប្រទេសខ្មែរវិញនឹងលេលើទៅស្រុកថៃហើយណាអ្នកខ្លះបាត់បាញ់គ្នាត្រូវគេចាប់យកធ្វើទីសកលបងប្អូនណាខ្មែរយើងខ្លះយកមានកំណត់ត្រាណាមុនពេលទុកអំឡុងពេលដែលខ្មែរយើងអត់មានសង្គ្រាមជាមួយថៃហ្នឹងពលករខ្មែរយើងបាត់ខ្លួននៅថៃច្រើនណាស់អ្នកខ្លះចាប់អារម្មណ៍បាត់ខ្លួនដោយសារគ្រឿងញៀនបាត់ខ្លួនដោយសារគេកេងប្រវ័ញ្ចកម្លាំងពលកម្មដោយសារគេយកធ្វើទីសកលគេឲ្យប្រើគ្រឿងញៀនទីសកលអត់បានត្រឡប់មកផ្ទះវិញច្រើនណាស់បងប្អូនច្រើនណាស់គ្រាន់តែយើងអត់មានរបាយការណ៍អត់កត់អាណាអត់កត់យកដឹងទេបុកកត់ច្រើនណាស់បងប្អូនឧទាហរណ៍ថានៅក្នុងប្រទេសកម្ពុជាហ្នឹងមែនទេកុមារស្លាប់ស្ត្រីទៅចំនួនណាកុមារស្លាប់នៅប្រទេសកម្ពុជាយើងមើលដឹងដល់ថ្ងៃមើលក្នុង Facebook ហ្នឹងណាដោយសារតែគ្មានសុវត្ថិភាពស្តង់ដារអនាម័យច្រើនណាស់គាត់តែយើងអត់បានកត់តែយើងដូចអត់មានរេកាត់ឡើងតើយើងទៅពេទ្យមិនដឹងថាអូមួយថ្ងៃមនុស្សស្លាប់ច្រើនតើស្រីអូនមួយថ្ងៃមនុស្សស្លាប់ច្រើនព្រោះយើងមើលក្នុង Facebook អត់ទៅឃើញទេដូចគ្នាបងប្អូនណារឿងឧក្រិដ្ឋកម្មអនឡាញពាក្យទៅឧក្រិដ្ឋកម្មគឺឆោបោកគឺវាត្រូវបង្ខាំងមនុស្សវាទៅសម្លាប់មនុស្សសម្លាប់គ្នាហើយវាសម្លាប់គ្នាវាបង្កអសន្តិសុខគ្រប់ប្រទេសបើវាមានបណ្ដាញនៅប្រទេសណាវាបាញ់សម្លាប់គ្នាប្រទេសហ្នឹងឧទាហរណ៍ថាបណ្ដាញវាខ្លាំងនៅកំពង់សោមវាកាប់ដាវវាបាញ់គ្នាពេញកំពង់សោមឃើញទេវាបាញ់គ្នាពេញកំពង់សោមហើយដល់ជនរងគ្រោះ វាមិនមែនតែជនជាតិខ្មែរទេគឺជនជាតិមកពីជុំវិញផែនដីអាហ្នឹងហើយ
ខ្ញុំស្រាយចម្ងល់បងប្អូនដែលប្របាករចម្លើយនេះមកស្ដាប់សូនតារាស្រាប់តែបានចម្លើយនឹងថាចុះហេតុអីបានជារឿងបលាលួសបែរជាល្បីតិចជាងរឿងអនឡាញពីព្រោះទំហំនៃគ្រោះថ្នាក់ណាដែលជាតិសារដទៃគេគិតពីជនជាតិខ្លួនគេឧក្រិដ្ឋកម្មអនឡាញគឺវាឆបោកមនុស្សវាសម្លាប់មនុស្សឆ្លងដែនវាធ្វើទរណកម្មមនុស្សឆ្លងដែនហើយវាបំផ្លាញទ្រព្យសម្បត្តិវាពង្រីកប្រព័ន្ធឧក្រិដ្ឋកម្មបើពួកនឹងកាន់តែរិចឧក្រិដ្ឋកម្មទៅលើពិភពលោកកាន់តែរិចមនុស្សនឹងមានជនរងគ្រោះបងប្អូនឃើញជនរងគ្រោះច្រើនណាស់អញ្ចឹងបានទំហំវាខុសគ្នាចុងក្រោយនៅក្នុងប្រធានបទនេះបងប្អូនឆ្ងល់ទេចុះបោកអនឡាញណាបងប្អូនណាហេតុអីបានជាមើលទៅវាមនុស្សវារលួយបានរហូតដល់លានរាប់ម៉ឺនរាប់ពាន់លានដុល្លារខ្ញុំក៏ឆ្ងល់ដែរបងប្អូនខ្ញុំក៏ឆ្ងល់ដែរប៉ុន្តែទោះបីជាខ្ញុំឆ្ងល់ខ្ញុំមានចម្លើយខ្ញុំឆ្ងល់តែខ្ញុំមានចម្លើយហើយបងប្អូនក៏ឆ្ងល់ដែរបងណាចុះគេបោកយ៉ាងម៉េចឧទាហរណ៍បោកម្នាក់ប្រមាណ$1 $2អីសោះនឹងបោកអាម៉េចបានអកតកម្មនឹងវាទៅជាទីផ្សារងងឹតអីធំឯលុយរាប់ពាន់លានដុល្លារខ្ញុំឥឡូវនៅតែឆ្ងល់ហើយខ្ញុំជឿថាបងប្អូននៅតែឆ្ងល់មើលណាវាបានលុយពីណាមកវាទុកនៅណាវាផ្ញើវាអីយ៉ាងម៉េចខ្ញុំមានចម្លើយ2ធំណាទី1បើវាឲ្យយើងដឹងមិនគេហៅតែឆោបោកបងប្អូនបើយើងដឹងមានន័យថាលែងស័ក្តិសិទ្ធិហើយលែងប្រសិទ្ធភាពដូចសៀករហស្សកម្មបងប្អូនណាសៀករហស្សកម្មល្អមើលត្រង់ណាល្អមើលត្រង់យើងវាមិនដឹងគេកាត់មនុស្សគេកាត់ដៃគេជប់ចេញគេជប់ឲ្យចេញសាក់សីបើយើងដឹងថាអានឹងវាធ្វើម៉េចលែងល្អមើលបាត់ហើយអានឹងដូចសៀកហ្នឹងណាបងណាអញ្ចឹងចម្លើយរបស់ខ្ញុំទៅបាត់តែខ្ញុំមិនដឹងខ្ញុំមានចម្លើយមួយហ្នឹងថាបើយើងដឹងគេបោកមិនបានបងប្អូនអាមូលហេតុដែលឧក្រិដ្ឋកម្មអនឡាញហ្នឹងវាបោកមនុស្សណារហូតដល់លុយរាប់ពាន់លានដុល្លារហ្នឹងពីព្រោះតែមនុស្សពាក្យតិចតែដឹងគ្រាន់តែដឹងថានឹងវាគ្រោះថ្នាក់តែប៉ុណ្្នឹងនេះចម្លើយទី2ណែអានឹង logic មិនចឹងបងប្អូនបើតើខ្ញុំអត់ដឹងខ្លះថាចុះគេបោកអាម៉េចលោកគ្រូអើខ្ញុំមិនដឹងដែរយើងមិនដឹងហ្នឹងហើយបានជាវាបោកបានប្រសិទ្ធភាពដូចលេងសៀកចឹងបើយើងដឹងថាហ្នឹងគេធ្វើម៉េចពួកហ្នឹងរស់ស៊ីលេងបានវារលាយហើយបើនេះរលាយបាត់ហើយបងប្អូនដឹងតែគេបោកហើយបងប្អូនទៅនេះហ្មងវារលាយណាយើងមិនដឹងយើងមិនយល់ដូចសូនតារាមិនយល់ហ្នឹងណាអ្នកដតីមិនយល់ហ្នឹងបានជាវាថៃថើបរិនកុងរេណូបោកបានចម្លើយទី1ចម្លើយទី2បងប្អូនខ្ញុំចម្លើយទី2ជាចម្លើយទស្សនៈហើយយើងពិចារណាទាំងអស់គ្នាខ្ញុំមើលឃើញ3 4ចំណុចទី1ខ្ញុំនិយាយអំពីការឆោបោកទៅលើម្នេះហុកជាងអានការត្រូវរង្វាន់ប៉ុន្តែអានឹងមនុស្សចាប់ផ្ដើមដឹងច្រើនណាបែរជារោអីផ្សេងទៀតប៉ុន្តែយើងក៏ត្រូវតែនិយាយដែរត្រូវរង្វាន់មានគេផ្ញើអ៊ីមែលមកថាអូខ្ញុំមានទ្រព្យសម្បត្តិច្រើនណាស់ប្រហែលឥឡូវនេះខ្ញុំចង់ផ្ទេរឲ្យទៅអ្នកឯងប៉ុន្តែសុំអ្នកឯងផ្ញើអាស័យដ្ឋានផ្ញើលេខធនាគារអីមកផ្ញើអីមកមែនទេអញ្ចឹងមានពេលខ្លះយើងគិតថារឿងហ្នឹងតិចវាឲ្យប៉ះយើងឯងព្រោះយើងអត់មានលុយប៉ុន្តែបងប្អូនត្រូវដឹងថាមនុស្សនៅលើផែនដីមានប្រមាណពាន់លាននាក់មានប្រមាណពាន់លាននាក់នៅស្រុកខ្មែរមានប្រមាណនៅស្រុកចិនមានប្រមាណនៅអាមេរិកក៏ចាញ់បោកគេដែរមានប្រមាណពាន់លាននាក់ឧទាហរណ៍មនុស្សនៅគ្រាន់តែសូម្បីតែនៅចិនឯនៅឥណ្ឌាបូកចូលគ្នា3000លាននាក់អត់ហើយ3000លាននាក់ឧទាហរណ៍ថាក្នុងចំណោមប្រជាជននៅលើផែនដីទាំងអស់មានមនុស្សភ្លើមានក្នុងចំណោមរាប់ពាន់លាននាក់ហ្នឹងណាមានមនុស្សភ្លើតែ100លាននាក់ត្រូវតែមាន100លាននាក់ភ្លើបងណាមិនអត់មិនហៅថាមនុស្សភ្លើមនុស្សលោកលុនណាសូហ្វីលើត្រូវតែមានមនុស្សភ្លើបងសូម្បីពួកម៉ាក់ខ្ញុំមានភ្លើដែរឲ្យថាអញ្ចឹងទៅខឹងឲ្យខឹងខ្ញុំមានពួកម៉ាក់ភ្លើដែរวันนี้ទីខ្ញុំនិយាយតែកូនសិស្សសូនរ៉ាឆ្លាតវិញណាបងណាកូនសិស្សសូនរ៉ាឆ្លាតហើយរៀនចេះដឹងខ្ពង់ខ្ពស់វិញទៅភ្លើហ្មងមិនភ្លើនិយាយមិនជឿហ្មងពួកម៉ាក់ខ្ញុំឈ្មោះអីឲ្យស្ដាប់ឲ្យសោចចុកពោះទៅត្រូវទៅពួក
đây bộ mạ sơn ra sờ lạnh sơn ra nè bọn này sờ lạnh sơn ra tham mấy cô ấy này bọn đấy bọn tôi bị tra là nam ư nhưng vậy thì mình mùi bọn tôi sắp tới nhận thà ô lục cừu chân man chỉ vì miền lôi rock con liên ở lá thử mẹ anh ấy không nhớ pi mình nuôi vì miền phơ từ rock bên phèn đầy vì miền mà nuôi phơ nó xuống chiến tặng đọc liên nhẹ cho đọc liên nhẹ nó thắng là lời nhom nè miền rồng vòn miền cây mờ đọc nhom mà đang dịp tê lôi á nhom chặt đám bên chặt nè ai nhá mà nuôi lốp lớn mong hồn á mà nuôi phơ trong cái phơ lốp luôn phơ nè đắng đắng tự bao cái nè phơ rồi nhom trong nhờ lôi từ nè ai nâng ở chi mờ đọc anh ấy nơi bật tê na chùm luôn đọc liên được là đi xin tới thứ mấy anh đúng ngặt ở đó anh ha toàn này anh khai gì là miền là sọc sọc bập đó tới thứ mấy á đọc liên được lá nè từ tại nhớ tình cát tình kia đọc cát tình kia nhưng mà nhớ từ dừng lục lớn cái tia các bạn này đấy chúng ta coi dừng prao nhớ lấy cát tình kia tới việc banh lối ở giường món đọc đấy $50 sân đấy $50ដល់តែពេលយើងថែមទៀតណាដល់តែពេលថា$50សិនយើងគេសុំព័ត៌មានបន្ថែមទៀតថាចុះលេខធនាគាររបស់ណៃមានស្អីខ្លះយើងមានលេខយើងមានថ្ងៃផុតកំណត់យើងមានលេខកូដអញ្ចេះលេខកូដអញ្ចោះដល់តែដាក់អាលេខកូដនឹងទៅវាវាយអាលេខកូដដកលុយយើងពីធនាគារទេអានឹងណាមានមនុស្សចាញ់បោកមិនមែនថាអាមេរិកទេបារាំងទេត្រូវតែចាញ់បោកហើយនេះលុកលុនហើយភ្លឺបងប្អូនណាបងប្អូនចឹងមានចំណុចមួយមែនទេអាហ្នឹងបោកទី1ខ្ញុំនិយាយហ្នឹងចំណេញបងប្អូន share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតជាចំណេញបោកទី2នៅបារាំងមានគេថ្មីនៅបារាំងមានរដ្ឋាភិបាលផ្សាយមកព្រោះបណ្ដាញហ្នឹងវាមិនដឹងទៅនៅណាគឺផលិតផលអនឡាញបងប្អូនវាយចូលទៅក្នុងអ៊ីនធឺណិតទៅឃើញផលិតផលសុទ្ធផលិតផលហើយរដ្ឋាភិបាលសម្រាប់រដ្ឋាភិបាលបារាំងគេប្រកាសថាកុំទិញទំនិញអនឡាញប្រទេសផ្ដាស់ប្រយ័ត្នបាត់លុយចេញពីធនាគារនេះយើងឃើញស្បែកជើងយើងឃើញទុកអប់តម្លៃប្រមាណនៅស្រុកបារាំងអាទឹកអប់ម៉ាកសិតតម្លៃ2-300យើងឃើញតែ40យើងថាបញ្ចុះតម្លៃ60%មែនទេឡាលើដើយើងទិញណាបងប្អូនយើងទិញធនាគារយើងមិនវាយលេខធនាគារយើងមិនវាយលុយរបស់យើងវាយទៅបាត់ឈឹងវាអត់មានឲ្យផលិតផលមកផងហើយយើងទៅរកនៅណាចុះបើមួយថ្ងៃមានមនុស្សភ្លើសឲ្យវាដូរបាត់វាដូររូបរាងកាយវាដូរអីបាត់បងប្អូនមួយថ្ងៃរឿងអីរកមនុស្សភ្លើមកលៀនអ្នកមិនបាននៅក្នុងចំណោមមនុស្សពេញផែនដីអាហ្នឹងបងប្អូនឃើញច្បាស់ចាប់ដើមច្បាស់ថាអូស្ដាប់សូនតារាកើនបញ្ញាមានបុលឿធីតាមកតាំងមើលទៅអូខ្ញុំយល់លោកគ្រូដែលខ្ញុំនិយាយញែកទុយទី1អាមួយថាបកគលគេមរតកណាទេថាបញ្ជូនលុយឲ្យយើងបញ្ជូនទិន្នន័យអំពីធនាគារទៅធម្មតាធនាគារយើងមិនមានលុយមិនបញ្ជូនដើម្បីយកលុយវាយកអាលេខកូដយកអីហ្នឹងទៅដកលុយយើងវេទៅចូលធនាគារវាអស់លីងតែអានេះវាមានក្រុមការងាររបស់វាទីអាហ្នឹងណាបងប្អូនពិចារណាមើលបើមនុស្សតាកុំថា100លានតែ10លានអ្នកភ្លើប្រមាណអត់ទេធនាគារខ្លះមានលុយ10000ធនាគារខ្លះមានលុយលើពី10000អស់អាលីងធ្វើមិនទៅវាវេចេញអស់អាលីងហ៎បោកបានតែមនុស្ស10លានអ្នកលុយរាប់ពាន់លានមកហើយបងប្អូនអានេះចំណុចទី1ឥឡូវខ្ញុំខានចប់ដើម្បីឲ្យបងប្អូននឹងជជែកជាមួយខ្ញុំចំណុចទី2តែនេះប្រធានបទទី1ខ្ញុំនិយាយយូរតិចតែខ្ញុំនិយាយបាញ់មិញនៅស្រុកបារាំងអូខេហាមដែរអាទិញតំណែងផ្ដេសផ្ដាស់បច្ចុប្បន្នហ្នឹងមាន website ទំនិញ website ផលិតផលជាពិសេសផលិតផលកាយសម្ផស្សមនុស្សល្មោកទិញមនុស្សបោកអីបានមនុស្សចូលចិត្តស្អាតហ្នឹងបងណាមនុស្សចូលចិត្តស្អាតផលិតផលកាយសម្ផស្សផលិតផលពង្រីកដើមទ្រូងផលិតផលធ្វើឲ្យសផលិតផលធ្វើឲ្យខ្មៅផលិតផលធ្វើឲ្យតូចផលិតផលធ្វើឲ្យធំមនុស្សឃើញអាហ្នឹងគឺងាប់ហ្មងសម្បូរមនុស្សរំជួលរឿងពាក់ព័ន្ធនឹងសម្រាប់ចាំតែខ្ញុំនិយាយឲ្យតែពាក់ព័ន្ធនឹងសម្រាប់ពាក់ព័ន្ធនឹងទ្រូងតូចទ្រូងធំស្គមសម្រក់ខ្លាញ់ហ្នឹងគឺមនុស្សចាញ់បោកអាហ្នឹងច្រើនទិញទៅបាត់លុយមួយអាហ្នឹងទិញទៅបាត់លុយធម្មតាទេប្រយ័ត្នតែមានវាសួរទិន្នន័យផ្សេងទៀតមិនត្រឹមបាត់លុយទេគឺលុយក្នុងធនាគារយើងវាយកទិន្នន័យហ្នឹងគឺវាចាប់យកទៅអស់មកតែបានសុខបារាំងបើកាលណាលុយវាមានចំនួនច្រើនពេកបាទណាគឺវាប្លុក
យើងវាប្លុក account យើងហើយវាសួរយើងសិនគេមានជំហានតើមានលេខកូដមានអីណាអាហ្នឹងតម្រាំតែយើងដឹងជុំមនុស្សភ្លើមានប្រមាណអ្នកមនុស្សភ្លើទី2ទី3ខ្ញុំនិយាយរឿងនឹងបោកនឹងទៀតចេញហូកលំមើបងប្អូនឃើញមនុស្សភ្លើរាប់លានលុយរាប់ពាន់លានឃើញណាកុំលេខសោចណាអ្នកការធនាគារយើងណាកុំចេះតែទិញផលិតផលអនឡាញប្រទេសផ្ដាស់ខ្ញុំគាត់ប្រាប់ទេបើយើងស្គាល់ app ណាច្បាស់ក្រុមហ៊ុនណាច្បាស់កុំចេះតែដាក់លុយទៅប្រយ័ត្នបាត់នៅសូប្រាំងគេប្រកាសនៅអាមេរិកដែរហើយនៅសូប្រាំងវាអ្នកចាញ់បោកចាញ់បោកហើយមិនដឹងថាមូលដ្ឋានវានៅស្រុកកម្ពុជានៅស្រុកខ្មែរយើងមិនដឹងចំណុចទី3គឺត្រូវឆ្នោតអានេះខ្ញុំនិយាយពួកម៉ាក់ខ្ញុំមានពួកម៉ាក់ភ្លើហើយមកប្រាប់ខ្ញុំហាមទៀតណាហាមហើយអើជាមួយខ្ញុំហើយស្រាប់តែលួចទៅចាញ់បោកគេអស់$300ចាញ់បោកគេអស់$300បងប្អូនណាត្រូវឆ្នោតនេះថាអូឥឡូវនេះអ្នកឯងពង្វល់ទៅក្នុងអ៊ីមែលនេះយើងបានធ្វើការចាប់ឆ្នោតអ៊ីមែលចំនួនប្រមាណលានអ៊ីមែលស្រាប់តែវិលទៅប៉ះចំអ្នកឯងបានត្រូវឆ្នោតចំនួន$1លានហើយដូច្នេះអ្នកឯងត្រូវតែបើកលុយនឹងហើយដើម្បីបើកលុយនឹងបានគឺត្រូវតែមានកម្មវិធីមានវេលុយត្រូវវេលុយយ៉ាងម៉េចអានឹងអត់មែនពាក់ព័ន្ធនឹងប្រព័ន្ធធនាគារណាពាក់ព័ន្ធជាមួយនឹងការផ្ញើលុយទៅនេះគេផ្ញើលុយទៅតាមនេះទៅដើម្បីបើកកុងធនាគារដើម្បីធ្វើចរាចរណ៍សាច់ប្រាក់ផ្ទេពីនឹងបានគេត្រូវការណាលុយពីអ្នកឯងនឹងចំនួន$300ដែលយើងផ្ញើលុយ$300ទៅអាលេខហ្នឹងក៏បានដឹងថាអូសូនតារានេះវិញនិយាយត្រូវអាហ្នឹងខ្ញុំនិយាយនេះណានឹងស្រួលមានអ្នកកំពុងតែមើលសូនតារាហ្នឹងចាញ់បោកច្រើនណាត្រូវឆ្នោតហ្នឹងចាញ់បោកច្រើនណាបងប្អូនត្រូវឆ្នោតហ្នឹងសូនតារាហៅភ្លើណាក្នុងនេះកូនសិស្សសូនតារាលោកគ្រូស្ដីឲ្យត្រូវតពុកដាក់តពុកម្ដងមកក្នុងនេះមានសង្ស័យតែមានដូចពួកម៉ាក់សូនតារាត្រូវតែមានមនុស្សភ្លើបងប្អូនពិចារណាមើលមនុស្សភ្លើមានប្រមាណលានអ្នកអានឹងគឺរាប់ពាន់លាន$យើងមើលឃើញតិចទេចំណុចទី3មែនទេចំណុចទី4ខ្ញុំខ្លួនឯងគាត់ខ្ញុំមិនភ្លើទេខ្ញុំវាបាត់បង់ account Facebook វាចាប់ចម្រិតបងប្អូនមានឃើញFacebook របស់ខ្ញុំតារាសូនកាលមុនខ្ញុំមិនប្រកាសនេះមិនវាយករូបមិត្តភ័ក្តិរបស់ខ្ញុំនៅប្រទេសស៊ុយអែតមិត្តភ័ក្តិរបស់ខ្ញុំជនបរទេសនេះខ្ញុំគាត់ថាឲ្យជួយ account គាត់ដល់ទៅពេលអញ្ចឹងទៅខ្ញុំចាញ់មិនតិចបងប្អូនណាដោយសារមិត្តភ័ក្តិរបស់ខ្ញុំគិតថាគាត់បោកមិនដឹងថានឹងវាទៅ hack យក account មិត្តភ័ក្តិរបស់ខ្ញុំជនជាតិស៊ុយអែតមិត្តភ័ក្តិជិតស្និទ្ធណាបងណាជនជាតិស៊ុយអែតណាខ្ញុំផ្ញើទៅវាយក account ខ្ញុំពមៀនថាបើចង់បានបើចង់បានស្អីaccount វិញត្រូវផ្ញើទិញនេះឲ្យវាទិញកាតទិញអីហ្នឹងខ្ញុំធ្លាប់និយាយផ្សាយផ្ទាល់សួរបងប្អូនចុះបើអ្នកខ្លះចង់បាន account វិញមិនទិញទៅវាមិនឲ្យវិញណាអានេះហៅចាប់ចម្រិតតាមអនឡាញប៉ុន្តែសូនតារាប្រាប់ថាឲ្យបើចង់បានយកទៅខ្ញុំអត់ទេព្រោះ account ហ្នឹងនេះគឺខ្ញុំប្រើសម្រាប់តែជា admin តាជា admin នៅក្នុង Facebook ណាខ្ញុំមានតែប្រើអីហើយខ្ញុំថាបើអ្នកឯងចង់បានណាយកទៅមិនបាច់មើល level ទេខ្ញុំបោះចោល account ហ្នឹងវាយក account ខ្ញុំទៅបង្ហោះរឿងពាណិជ្ជកម្មទាលុយទាអីណានោះណាបងប្អូនណាបានមែនទេអត់ទេពួកដែលចោលអនឡាញអានេះប៉ះខ្ញុំអានេះសូនតារាជាមនុស្សណាដែលលះបង់មិនតាមវាមិនសុខចិត្តឲ្យវាគម្រាមមិនសុខចិត្តឲ្យបង់លុយដើម្បីចង់បាន account ដើម្បីចង់បានអីនេះមិនចាញ់បោកវាចុះបងប្អូនសម័យមើលវាធ្វើអញ្ចឹងដាក់មនុស្សរាប់លានអ្នកជុំវិញផែនដីមានមនុស្សភ្លើតែ10លានអ្នកទៅកូនខ្មែរប្រូឆាយតើវាទៅយ៉ាងណាអានឹងចំណុចទី4ចំណុចទី5ធនាគារបងប្អូនឥឡូវខ្ញុំត្រឡប់មកក្នុងប្រទេសកម្ពុជាអានេះយើងនិយាយសិតតែជាបទវិភាគប៉ុន្តែឆ្លុះបញ្ចាំងពីអំពីការពិតប្រទេសធនាគារ Prince តើយើងមានដឹងទេថាធនាគាររបស់អក្រិតជនគឺជាធនាគារនឹងបានលុយពីណាមកបងប្អូនមានចាប់អារម្មណ៍ស្ដាប់សូនតារានិយាយទៅវា connection វាប្រតិក្រឡាណាបងប្អូនណាហើយវិទ្យាសាស្ត្រ
ដែលកុំរនឹងបានស្ដាប់ហើយជាសំណាងដែលបងប្អូនស្ដាប់ទៅយល់ជាសំណាងបងប្អូនខ្ញុំសូនតារានិយាយមិញអាការឆោបោកតាមរយៈតំណែងអនឡាញទិញទៅបាត់លុយអាការឆោបោកតាមរយៈនេះមរតកណាយើងផ្ញើព័ត៌មានទៅវាយកលុយពីធនាគារយើងអាការឆោបោកតាមរយៈត្រូវឆ្នោតនេះហើយយើងផ្ញើលុយទៅបាក់ផ្ញើលុយនេះបាត់ទៅណានេះតាមរយៈចាប់ចម្រិតដូចវាលួច account សូនតារាអញ្ចឹងទៅវាចាប់ចម្រិតវាទានេះទានោះដើម្បីបានបកគល account នៅវិញមកនៅខាងវាដូរ account នោះវាគ្រប់គ្រងហើយទៅយកវិញទៅអត់បានទេវាចេះវិធីខ្លាំងយើងណាយើងយកលេខកូដវិញក៏វាមានវិធីយកពីយើងលេខ email អីវាគ្រប់គ្រងហើយវាគាត់ឲ្យយើងឧទាហរណ៍តែវាមិនឲ្យទេឧទាហរណ៍បងប្អូនសួរលុយនឹងទៅណាលុយនឹងវាមិនទៅចូលធនាគារណាមួយចូលធនាគារ Swiss បានទេអត់ចូលធនាគារនៅអាមេរិកបានទេអត់ចូលធនាគារបារាំងបានទេអត់ចូលធនាគារជប៉ុនបានទេអត់ចូលធនាគារចិនបានទេអត់អញ្ចឹងវាត្រូវបង្កើតធនាគារមួយដើម្បីយកលុយទាំងអស់នោះទៅដាក់អានោះច្បាស់បាត់ហើយបងប្អូនណាអានោះច្បាស់បាត់វាបងប្អូនថាចុះហេតុអីបានជាគេអ្នកខ្លះគេហ៊ានទៅជាបង្កក់អ្នកខ្លះគេហ៊ានសន្និដ្ឋានថាធនាគារខ្លះវាជាកន្លែងលាងលុយអាហ្នឹងឲ្យលាងលុយលួចលុយជុំវិញពិភពលោកលួចពីការឆោបោកហ្នឹងបងប្អូនមានតិចណាដែលខ្ញុំនិយាយថាលួចមានមនុស្សភ្លើប៉ុន្តែគេមិនដែលទៅបន្ទោសជនរងគ្រោះទេគីមលៀនគេមិនដែលទៅបន្ទោសជនរងគ្រោះទេអានេះសាលូនណាប៉ុន្តែគេឲ្យយើងប្រយ័ត្នប៉ុន្តែសូនតារាថាភ្លើនោះខ្ញុំមិនបន្ទោសទេខ្ញុំថាវាល្ងងបងប្អូនសម័យមើលនៅលើផែនដីយើងនេះណានៅអាមេរិកក៏ដោយនៅបារាំងក៏ដោយត្រូវតែមានអ្នកចាញ់បោកចាញ់បោកដំបូងបំផុតតើលុយនឹងរត់ទៅណាលុយនឹងទៅផ្ទះចូលទៅណាដូច្នេះវាត្រូវតែមានធនាគារមួយសម្រាប់លៀងណាដើម្បីលុយនឹងអត់មានកន្លែងទុកដូច្នេះត្រូវបង្កើតធនាគារមួយយកលុយនឹងទៅចរាចរទៅប្រព័ន្ធធនាគារហើយឲ្យមនុស្សយកទៅដាក់មានប្រព័ន្ធផ្សព្វផ្សាយមានសេវាកម្មមានកម្ចីមានអីប្រព័ន្ធដាក់លុយនឹងគឺទីមួយវាលៀងអំពីលុយដែលលួចមកជុំវិញពិភពលោកហើយវាយកទៅដាក់តំណែងអត់បានហើយវាលៀងដើម្បីឲ្យចរាចរធនាគារហ្នឹងមានបណ្ដាញធនាគារវាអាចផ្ញើទៅធនាគារជប៉ុនវាអាចផ្ញើទៅធនាគារវាប្រើប្រាស់អាលុយដែលលួចជុំវិញពិភពលោកហ្នឹងចូលក្នុងធនាគារហើយវាប្រើប្រាស់ធនាគារហ្នឹងដើម្បីទៅលៀងដើម្បីធ្វើចរាចរជាមួយគេជាមួយឯងស្របច្បាប់ហើយមនុស្សក៏យកលុយទៅដាក់ដល់ទៅពេលមនុស្សយកលុយទៅដាក់វាបោកបានតែយកទៅដាក់បន្តទៀតលុយហ្នឹងវាគាំងទៅឧទាហរណ៍ថាធនាគារកនេះលួចពីជុំវិញពិភពលោកមកណាគឺវាយកទៅញាត់នៅហ្នឹងយកទៅលៀងនៅហ្នឹងហើយវាព្យាយាមធ្វើឲ្យវាទៅជាស្របច្បាប់ក្រោយពីវាធ្វើឲ្យស្របច្បាប់ទៅហើយគឺពលរដ្ឋដែលមានលុយពិតប្រាកដទៅនៅស្រុកខ្មែរគេថាចាញ់បោកធនាគារអញ្ចឹងណាមិនយកលុយទៅដាក់មិនយកលុយទៅផ្ញើដល់តែពេលអន្តរជាតិនេះបង្កកដល់អត់ចេញស្រាយហ្នឹងមានន័យថាម៉េចមានន័យថាសូម្បីតែប្រជាជនហ្នឹងក៏ចាញ់បោកដែរអាហ្នឹងណាបងប្អូនធីគីមឡុងដែលបងប្អូនដែលខ្ញុំថាស្ដាប់សូនតារានិយាយទៅគឺវាខុសប្លែកពីធម្មតាដោយសារតែបងប្អូនបានចំណេះដឹងហើយយល់បងប្អូនជិះតែមើលចាការបោកអនឡាញលាងលុយតាមប្រព័ន្ធធនាគារនឹងមកគឺចំណុចទី1ខ្ញុំនិយាយអាធំទី1ខ្ញុំនិយាយអនឡាញហ្នឹងមួយទៀតនៅអចលនទ្រព្យការឆោបោកលាងលុយតាមអចលនទ្រព្យគឺត្រូវផ្ទេរលុយតាមធនាគារដែរណាអចលនទ្រព្យមានដីមានផ្ទះមានជំមុខចំនួននៅក្នុងប្រទេសកម្ពុជាកន្លែងលាងលុយកន្លែងអនឡាញហ្នឹងសិតឈ្មោះសន្តាគារតើសិតតែឈ្មោះភោជនីយដ្ឋានតើសិតជាឈ្មោះនៃអង្គការតើជួនកាលនៅផ្លាកខាងក្រៅហ្នឹងឈ្មោះស្អីចឹងទៅកន្លែងថតរូបអីតើតែចូលក្នុងទៅសិតនេះកន្លែងកាស៊ីណូខ្លះជាឈ្មោះសន្តាគារខ្លះជា restaurant ទៅទៀតជាភោជនីយដ្ឋានទៅទៀតអញ្ចឹងអាហ្នឹងទាំងអស់ហ្នឹងណាបងប្អូនគឺសិតតែអាសបកវាដាក់សិតតែផ្លាកក្រុមហ៊ុនផ្លាកសន្តាគារផ្លាកភោជនីយដ្ឋានតែខាងក្នុងមនុស្សហើយសួរលុយនេះវាទៅណាលុយទាំងអស់ហ្នឹងណាវាមិនអាចនៅលើមេឃទេវាត្រូវតែមានប្រព័ន្ធមួយដើម្បីស្រូបយកអាហ្នឹងហើយដែលគេហៅថាលាងលុយខ្មៅឬក៏ការឆោបោកអនឡាញណែតើតើបងប្អូនស្ដាប់អញ្ចឹងបានថាអូទំហំទឹកប្រាក់លោកគ្រូ 15,000 លានដូចតូចហេតុអីចុះបើយើងប្រៀបធៀបទៅបើមានមនុស្សភ្លើពុំមានមនុស្សភ្លើតែ 1000 លានអ្នកជុំវិញផែនដីទៅហើយមនុស្សម្នាក់មិនបោក$1ឯណាមេងគិតហូតមនុស្សខ្លះលុយ$10,000ក្នុងធនាគារអីទៅមិនទៅមែនទេអញ្ចឹងបងប្អូនណាចាប់ពីថ្ងៃនេះតទៅបងប្អូនគួរប្រុងប្រយ័ត្នជាពិសេសអានេះដូចដែលខ្ញុំនិយាយខាងដើមហ្នឹងអាត្រូវឆ្នោតនេះមួយមិនបាច់ទេសុកអាណាមកត្រូវឆ្នោតឲ្យលុយយើងនោះទី2គេមរតកហើយកុំទៅភ្លើដូចពួកម៉ាក់សូនតារាពេកទី3
គឺតំណែង Zinra ទិញផលិតផលអីចេះតែឃើញអាផលិតផលជាពិសេសបោកបានស្រីច្រើនជាងគេស្រីគាត់ចូលចិត្តអាផលិតផលពួកគាត់ស្រឡាញ់សម្រស់ស្អាតណាអានឹងណាខ្ញុំចេះទិញបើអត់មានបើអត់មានក្រុមហ៊ុននេះច្បាស់លាស់ទេទី4គឺពាក់ព័ន្ធជាមួយនឹងនៃការចាប់ចម្រិតតាមអនឡាញហ្នឹងវាថា account Facebook Adam David បើវាចង់បានទៅយកទៅហើយចំណែកទី5ជាពិសេសប្រព័ន្ធធនាគារយើងមុននឹងវិនិយោគយកលុយទៅដាក់យើងត្រូវដឹងថាទៅធនាគារណាដែលពីផ្លូវការធនាគារណាដែលមានសុវត្ថិភាពមែនទេនៅស្រុកខ្មែរយើងណាធនាគារមាន2 3យើងមានហើយអន្តរជាតិយើងមើលធនាគារណាដែលវាមាននៅប្រទេសកម្ពុជាហើយវាមាននៅក្រៅប្រទេសមែនទេធនាគារណាដែលវាមាននៅក្នុងប្រទេសកម្ពុជាវាមាននៅក្រៅប្រទេសមែនទេដូចធនាគារខ្មែរយើងមានមួយក្រៅពីហ្នឹងដូចជាធនាគារអន្តរជាតិដែលអាចចេញកពិកប៉ុកថ្មីអីហ្នឹងយើងទៅចេះតែឃើញការប្រាក់ខ្ពស់ប្រផ្លេបប្រផ្លប់ទៅបាត់លុយអស់តែឥឡូវហើយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារារំដាកឹមស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់ថ្ងៃនេះនិយាយរឿងមានបងប្អូនយ៉ាខ្លះណាអៀនលោកគ្រូអត់ខឹងទេអៀនលោកគ្រូចេះតែយកការពិតមកហែកគេមិនខ្ញុំធ្លាប់ម្ដងដែរគាត់មានចេះកូនសិស្សដែលអៀនសូនតារាហ្នឹងមានអ្នកចាញ់បោកហើយនឹងមានអ្នកប៊ីសចាញ់បោកនឹងមានអ្នកជួបតែអត់ចាញ់បោកអារឿងត្រូវឆ្នោតហ្នឹងក្នុងហ្នឹងត្រូវតែសារភាពច្បាស់ជាមានអាអ្នកចាញ់បោកហើយស្ដាប់លោកគ្រូនិយាយទៅដូចខ្មាស់អៀនដែរលោកគ្រូបំពំនិយាយពីមុនមកមែនទេហើយអ្នកខ្លះហ្នឹងគឺប៊ីសចាញ់បោកបានគេខាត់តន់មែនទេហើយអ្នកខ្លះហ្នឹងឃើញអាសាត្រូវឆ្នោតអាសាត្រូវរង្វាន់អាសមរតកអាគេផ្ញើរបស់អីហ្នឹងមកដែរគ្រាន់តែអត់ប្រតិកម្មតែបងប្អូនណាបងប្អូនត្រូវដឹងមានមនុស្សពីមុនមកពេលអាហ្នឹងវាផ្ទុះនឹងបងប្អូនយើងផ្ញើសារមកសូនតារាច្រើនហើយខ្ញុំតបទៅវិញបងប្អូនស្ដាប់អ្នកណាដែលស្ដាប់សូនតារាតែងតែបានបុណ្យចម្រុងចម្រើនពីព្រោះខ្ញុំធ្វើបុណ្យសាររបស់ខ្ញុំនិយាយឲ្យមនុស្សចម្រុងចម្រើនមានសុភមង្គលរួចផុតអំពីគ្រោះចង្រៃណាបងប្អូនអានឹងចាំមិនថាស្ដាប់សូនតារាគឺបងប្អូនបានបុណ្យទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាចេកលីស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់មានអ្នកពងអៀនលោកគ្រូច្រើនណាស់អ្នកដែលអៀនខ្លាំងជាងគេបំផុតណានៅក្នុងនេះគឺអ្នកចាញ់បោកបងប្អូនពិចារណាមើលមិនតែបងប្អូនមួយណាបងប្អូនចាញ់បោកគេត្រឹមតែ$50ចុះខ្ញុំថាកុំបាច់ឡើយដល់ដូចពួកម៉ាក់ខ្ញុំ$300ត្រឹម$50ចុះបងប្អូនយក$50គុណជាមួយមនុស្ស10លានទៅចាញ់បោកមកយកកាសចូលចុចមើលប្រមាណក្នុងមួយថ្ងៃតម្រាំមកយើងដឹងលុយនឹងវាទៅណាលុយនឹងវាមានធនាគារមួយចោលយកទៅលៀងនឹងឯងប្រធានបទអមទី2ខ្លីគេពាក់ព័ន្ធនឹងណាសគុនត្រីគ្រីសេងកូនរមិលគុណណែរមេតាអូនខ្ញុំមិនចាប់អារម្មណ៍ជាមួយនឹងណាពាក្យអកតេបណ្ឌិតឬក៏ពាក្យរបស់មីដែលផ្ចាញ់ផ្ចាលទេភីសុផាប៉ុន្តែខ្ញុំត្រូវតែសម្ដែងធម៌ដើម្បីបង្ក្រាបមីនិងឲ្យមនុស្សយល់ដើម្បីចូលរួមបង្ក្រាបអំពើអាក្រក់ទាំងអស់គ្នាកូនខ្មែរប្រឆាយពាក្យកូនរមិលគុណជាពាក្យរបស់គណៈបកប្រជាជនសំដៅលើសូនតារាណាថាឪសូនតារានឹងកុសល driver ជាប់គុកដោយសារសូនតារាត្រូវខ្ញុំមកដែរប្រកែកទេហ្នឹងមែនទេប៉ុន្តែយើងសួរថាហេតុអីបានជាឪខ្ញុំត្រូវទៅជាប់គុកដោយសារតែខ្ញុំវាមិនដែលមានមែនទេហើយបើដោយសារតែសូនតារានាំឲ្យគាត់ធ្វើសកម្មភាពមកជួយខ្ញុំឧទាហរណ៍ថាអានឹងណាដោយសារតែសូនតារាហ្នឹងណាអត់បាយណានាំឲ្យឪខ្ញុំហ្នឹងទៅធ្វើជាចោលប្លន់ដើម្បីយកលុយទិញបាយអានឹងដោយសារតែគាត់ប្រព្រឹត្តបទល្មើសត្រូវហ៎ប៉ុន្តែខ្ញុំសួរថាតើគណៈបកប្រជាជនមានខ្មាស់អៀនទេដែលប្រើពាក្យហ្នឹងជាពាក្យសារភាពថាហ៊ុនសែនព្រៃផ្សៃជាពាក្យសារភាពថាហ៊ុនសែនព្រៃផ្សៃមែនទេតើអ្នកឯងយល់ថាវាជារឿងបើយើងនិយាយអំពីច្បាប់ត្រូវទេនិយាយច្បាប់ត្រូវទេនិយាយអំពីច្បាប់គឺខុសទាំងស្រុងហើយបើនិយាយអំពីសិលធម៌តើត្រូវទេមែនទេបើសិនជាបុគ្គលមួយរៀបអាចទៅព្យាបាលបុគ្គលមួយដួលគ្រោះថ្នាក់ចរាចរណ៍បាក់ដៃមិនបានទៅយកឪដឹកឪទៅពេទ្យ
mấy có đặt ở tập phép thử tới vô anh ấy bạn đầy nâng dọc tăng mấy này bảo son ra không cứ theoแต่ផ្ដំទាទោសនរាមិនបានទៅចាប់ឪខ្ញុំដែលជាសមាជិកគណៈបព្វជិជនអត់មានខុសអីប្រពន្ធតែស្អីចោះយកគណៈគុកឥឡូវខ្ញុំសួរទៅគណៈបព្វជិជនវិញតើមនុស្សដូចសម្ដេចសំឲ្យអ្នកឯងហៅនេះថាជាមេដឹកនាំថាជាពុកគូអីគោរពទេសម្ដីរបស់អ្នកឯងបានសារភាពបាត់ហើយសារភាពថាមាត់ឯងធ្វើឲ្យឪជាប់គុកប៉ុន្តែអ្នកឯងត្រឡប់ទៅវិញតើអ្នកឯងមានយល់ឃើញថាបើយោងតាមច្បាប់បើខ្ញុំខុសមិនបានទៅជាឪខ្ញុំជាប់គុកបើយោងតាមសិលធម៌គុណធម៌មែនទេវាអសិលធម៌បើខ្ញុំខុសអាម៉េចក៏ទៅឪខ្ញុំជាប់គុកមែនទេមិនចឹងមានន័យថាអ្នកឯងជេរស្ដីហ៊ុនសែនថាជាមនុស្សដែលអាក្រក់បាត់ហើយតើហ៊ុនសែនមានចំណុចត្រង់ណាដែលអ្នកឯងត្រូវគោរពគណៈបព្វជិជនខ្ញុំចង់និយាយថាគាត់មានចំណុចណាខ្ញុំនិយាយត្រង់ចំណុចនេះដែលធ្វើឲ្យអ្នកឯងគោរពហ្នឹងមែនទេហើយសួរថាតើអ្នកឯងស្អប់អំពើអាក្រក់ទេស្អប់ប៉ុន្តែអានឹងអំពើល្អហើយនេះអំពើល្អបើនិយាយពីផ្លូវច្បាប់ក៏វាមិនខុសក៏វាមិនត្រូវផ្លូវសិលធម៌ក៏វាមិនត្រូវប៉ុន្តែយើងសួរថាតើច្បាប់នឹងបើច្បាប់ក៏វាខុសសិលធម៌ក៏ខុសតើមនុស្សណាឆាយាសច្ចាដែលអាចធ្វើរឿងនឹងបានគឺវាមានតែមនុស្សព្រៃផ្សៃបងប្អូនវាមានតែដូចពួកប៉ុលពតវាមានតែមនុស្សណាសាហាវយងខ្នងដែលអាចទៅធ្វើមែនទេក៏ខឹងកូនគេទៅចាប់ម៉ែឪគេទៅវាយម៉ែឪគេអានឹងជាទង្វើរបស់មនុស្សពីលជាទង្វើរបស់មនុស្សព្រៃផ្សៃហើយយើងទៅគោរពមនុស្សពីលមនុស្សព្រៃផ្សៃយ៉ាងម៉េចហ្នឹងដូចហ្នឹងណែកែមករាទៅគោរពបានយ៉ាងដូចម្ដេចខ្ញុំសួរទៅគណៈបព្វជិជននេះទី1ទី2អាសាដែលខ្ញុំនិយាយនេះសារដែលខ្ញុំសរសេរខាងក្រោយនេះគឺមិនបាច់បញ្យល់វាច្បាស់ហើយឧក្រិដ្ឋកម្មមិនថ្កោលទោសទៅថ្កោលទោសជនរងគ្រោះមែនទេឧក្រិដ្ឋជនមិនថ្កោលទោសទៅថ្កោលទោសជនរងគ្រោះសាម៉ូអែលវ៉ាឃាតករមិនថ្កោលទោសទៅថ្កោលទោសសាកសពណាឥឡូវយើងមើលនៅក្នុងប្រទេសកម្ពុជាឪពុករបស់ខ្ញុំជាជនរងគ្រោះឃើញទេគាត់អត់អំណាចជនសាមញ្ញហើយបើសូនតារាខ្លាំងស្មើថៃសំបីតែដានជើងឪរបស់ខ្ញុំហ៊ុនសែនមិនទៅចិត្តទេហ៊ុនសែនញាក់ទៅត្រើកបាត់ហើយហ៊ុនសែនញាក់តែទៅត្រើកបាត់ហើយមែនទេគាត់បានតែជនពិការដូចធនយុទ្ធនិងមនុស្សជនស្រូតត្រង់និងជនជាតិខ្មែរគេឯងអាហ្នឹងមួយទៀតបងប្អូនណាខ្ញុំសូនតារាជាជនរងគ្រោះបើខ្ញុំនៅស្រុកខ្មែរណាបើខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាឬកុំថាឡើយខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាខ្ញុំទៅតែចិត្តប្រទេសកម្ពុជានេះដូចលឹមកំយ៉ាគេបាញ់ចោលបាត់ហើយគេមិនដែលមនុស្សឯណាដែលទៅកាន់ជើងបិសាចដែលមានអំណាចអាចភ្នំឆេះទេបងប្អូនគឺគេទៅកាន់ជើងជនរងគ្រោះទុនខ្សោយមនុស្សដែលទៅកាន់ជើងបិសាចដែលមានមហិទ្ធិឫទ្ធិភ្នំឆេះណារំលាយភ្នំបានហើយទៅថ្កោលទោសជនរងគ្រោះណាអានឹងគឺជាមនុស្សឈួតជាទីបំផុតខ្ញុំសូនតារាជាជនរងគ្រោះឪពុករបស់ខ្ញុំជាជនរងគ្រោះក្រុមគ្រួសារខ្ញុំទាំងមូលជាជនរងគ្រោះរបបរងការគំរាមកំហែងរស់ក្រោមសេចក្តីភ័យខ្លាចគ្រប់ដង្ហើមចិញ្ចោតនេះរឿងប្រទេសសន្តិភាពដឹកនាំដែលគេឲ្យឈ្មោះថាឪមានគុណធម៌មានគតិបណ្ឌិតណាអញ្ចឹងបានជាខ្ញុំដាក់តនេះខ្ញុំក៏រំលឹកដែរណាចូលគណៈបព្វជិជនពិចារណាមនុស្សដែលអ្នកកំពុងតែគោរពទោះបីជាអ្នកមិនហ៊ានឧទាហរណ៍និយាយដូចសូនតារាក៏ដោយប៉ុន្តែក្នុងចិត្តរបស់អ្នកចូលកុំគោរពមនុស្សបែបនេះហើយមាត់របស់អ្នកថាជ័យយកចុះដៃរបស់អ្នកសំពះថ្វាយបង្គំចុះប៉ុន្តែគំនិតរបស់អ្នកមិនគួរឲ្យតម្លៃទៅលើមនុស្សដែលអាចធ្វើរឿងអមនុស្សធម៌និងធ្វើរឿងខុសច្បាប់ច្បាស់ក្នុងចិត្តនេះត្រូវមានជំនឿមុតមមទៅលើអំពើល្អនិងយុត្តិធម៌បើយើងគ្មានសុចរិតភាពអំពើល្អនិងយុត្តិធម៌ទេយើងមិនចាំបាច់រកមនុស្សល្អនិងយុត្តិធម៌ដើម្បីថ្វាយបង្គំទេបង្កើតសេចក្តីល្អនៅក្នុងខ្លួនឯងមួយយើងមិនបាច់ដើររកអាល្អវានៅក្នុងខ្លួនយើងទេ
ហើយយើងបាច់ទៅពឹងសេចក្តីល្អពីហ៊ុនសែនមែនទេមិនបាច់ទៅពឹងសេចក្តីល្អពីហ៊ុនសែនទេបើហ៊ុនសែនអត់ល្អគ្រប់គ្រាន់ស្មើនឹងសូនតារាដែលមានសច្ចគុណធម៌ផងរឿងអីបានជាបងប្អូនមិនមកថ្វាយបង្គំគោរពសូនតារាទៅគោរពហ៊ុនសែនទៅវិញបងប្អូនណារឿងនេះជារឿងអមនុស្សធម៌មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដែលហ៊ុនសែនគាត់ជាអតីតវីរបុរសរបស់ខ្ញុំមុនឆ្នាំ2000ណាខ្ញុំមិននឹកស្មានថាគាត់អាចទៅធ្វើរឿងអញ្ចឹងបានណាគាត់អន់មែនតើខ្ញុំនិយាយតាមត្រង់ទោះបីជាខ្ញុំជាអ្នករិះគន់ក៏ខ្ញុំមានសោតជាតិគោរពនិងឲ្យតម្លៃស្នាដៃរបស់គាត់បើតែខ្ញុំក្នុងនាមជាគូប្រជែងនយោបាយខ្ញុំត្រូវតែប្រជែងនយោបាយតែខ្ញុំនិយាយស្មោះត្រង់ណាហ៊ុនសែនគាត់នៅសោតជាតិជាវីរបុរសប៉ុន្តែរឿងភ្ញាក់ផ្អើលក្រោយពីគាត់ធ្វើរឿងចាប់ឪពុករបស់ខ្ញុំដែលជាមនុស្សស្លូតត្រង់គឺគាត់បាត់សូន្យប៉ុណ្ណាហើយធ្វើឲ្យខ្ញុំត្រូវតែផ្សព្វផ្សាយសារនេះទៅកាន់មនុស្សដទៃដើម្បីឲ្យមនុស្សទាំងអស់គ្នាដឹងដែរមនុស្សដទៃដឹងដែរដើម្បីឲ្យមនុស្សយល់ថាតើអ្វីទៅជាសច្ចធម៌អ្វីទៅជាគុណធម៌ឥឡូវខ្ញុំនិយាយចុងក្រោយនៅក្នុងប្រធានបទពាក្យរមិលគុណចន្ទឡាំវិបុលអង្គខ្ញុំមិនមែនបកស្រាយទៅកាន់គណៈបព្វជិជនប៉ុន្តែខ្ញុំចង់និយាយអ្វីទៅហៅរមិលគុណគឺថារមិលគុណមានន័យថាផ្លិចគុណណាបងប្អូនគុណណាខ្មែរយើងហៅសងគុណមិនអាចសងបានទេគុណមិនអាចសងបានទេព្រោះមិនមែនជាលុយខ្ញុំធ្វើល្អធម៌មេត្តាដាក់អ្នកឯងមិនអាចសងខ្ញុំហើយថារួចខ្លួនណាឥឡូវធ្វើម៉េចដាក់ទាត់ផ្ទះកាព្រាឯងមិនផាំងគុណបើសងបានអត់ដូចលុយណាលុយខ្ញុំខ្ចីណាខ្ញុំខ្ចីតារាសូ$10000ការណា$2000ប៉ែនសុផនខ្ញុំឲ្យប៉ែនសុផនឬតារាសូហ្នឹង$12000ទាំងការប្រាក់រួចគ្នាអត់ជាពាក់ឯងប៉ុន្តែគុណអត់អាចសងបានទេណាខ្ញុំជួយសង្គ្រោះជីវិតណាតារាសូឬក៏សគុណតរីអ៊ុំខ្ញុំជួយសង្គ្រោះជីវិតសគុណតរីអ៊ុំមែនទេគឺជាគុណធម៌មួយដែលមានមិនអាចសងបានទេណាមិនអាចថាឯងជួយហើយជួយសង្គ្រោះជីវិតនឹងគិតជាលុយប្រហែលអញ្ចឹងបានថាពេទ្យបងប្អូនណាពេទ្យយើងទៅពេទ្យឲ្យលុយមិនគុណទេណាអាជីវកម្មដូចខ្ញុំនិយាយប៉ុនអត់ឲ្យបានប៉ុនទេហ្នឹងជួយសង្គ្រោះជីវិតពីលងទឹកហើយដឹកទៅពេទ្យរដ្ឋអង្គអានេះគុណមែនទេខ្ញុំមិនដែលលងទឹកផងគេមិនអាចយកអីមកសងបានទេព្រោះលុយមិនអាចកណនីស្មើនឹងលងទឹកតោះតែខ្ញុំលត់ទឹកលងទៅឥឡូវណាសកុនតរីនឹងគាត់លងទឹកថ្ងៃណាមួយដើរសូនរាលងទឹកវិញសកុនតរីនឹងទៅជួយខ្ញុំមកវិញចឹងយើងរួចគ្នាអត់មានអាចពាក់ណាអត់ទេអត់មានចឹងទេមែនទេមិនចឹងដល់ឥឡូវរួចគ្នាហើយដល់លើកក្រោយរួចគ្នាលើកក្រោយសកុនតរីលងទឹកខ្ញុំបាច់ទៅជួយព្រោះអានឹងវាសងនេះរួចហើយងាប់តែហ្មងទៅមិនមែនទេមនុស្សធម៌គឺអត់អញ្ចឹងទេគុណណាមិនអាចសងបានទេប៉ុន្តែដឹងមនុស្សត្រូវដឹងគុណមនុស្សដឹងគុណអាចបានដឹងកាលណាយើងដឹងគុណនាំឲ្យយើងតបស្នងនៅអំពើល្អឧទាហរណ៍ថាខ្ញុំដឹងគុណរមមេតាអ៊ុំណានេះអញ្ចឹងនៅពេលណាដែលខ្ញុំដឹងគុណខ្ញុំតបស្នងនៅអំពើល្អទៅគាត់មានន័យថាខ្ញុំអត់ទៅធ្វើបាបគាត់ខ្ញុំអត់ទៅចាញ់ផ្ចាលខ្ញុំអត់ទៅកាប់សម្លាប់ឈ្នានេះបំផ្លាញគាត់ទេជាការដឹងគុណហើយផ្សាយគុណនឹងប្រាប់អ្នកដទៃបើទៅរមមេតាអ៊ុំគាត់ល្អណានេះអានឹងយើងយកអាពាក្យហ្នឹងទៅប្រាប់មិត្តភក្តិដទៃក៏ជាបានបុណ្យដែរគុណមិនអាចសងបានទេគឺត្រូវដឹងគុណនៅក្នុងចិត្តចងចាំអានឹងហៅដឹងគុណណាបងប្អូនដូចគុណមេដាបៃតាមែនទេយើងសងយ៉ាងម៉េចសងគុណឪពុកម្ដាយឪពុកម្ដាយបង្កើតយើងអញ្ចឹងយើងទៅបង្កើតឪពុកម្ដាយវិញសងនេះរួចសងយ៉ាងម៉េចអ្នកបងប្អូនណាជួនកាលស្ដាប់សូនតារាកើនធွာវិញតាគាត់នៅខ្ញុំអត់ចេះនិយាយដូចលោកចេះនិយាយបងប្អូនសងគុណឪពុកម្ដាយខ្ញុំសងគុណមិនតែឪពុកម្ដាយបង្កើតជាអ្នកបង្កើតជីវិតយើងដូច្នេះជាងទៅតែសងគុណគាត់
chẳng xong cún dương trừ bằng cao cọt về chẳng vừa lối với xóm mà vẫn dương ai mà mơn tới mà mơn pi pon mà về cả bạc từ nia kia về tụ tuột dương từ pet anh đang dương bàn dương từ pet việc cắt mà liên là pet bắt đầu sẽ va cam mà liên là dương từ về cún mình ai xóm bàn thế bắt tay tự đăng rồi lắc tọp nữ sẽ cái đây là ó tọp nữ sợ là thó tọp nữ ông bự là ó anh đang ngay cái hào thật đăng cún nằm vẫn anh nói chuyện mơ mà nè rồi viên con sai nâng xôn ra thì hiến đọc bằng bày rụt xôn ra dây đó thằng ấy nhung đăng cún ta nhung đăng cún thì hiến đại cà phê tực đầy con sai mà đây là vậy anh đang ngay rồi mơ cún nào một con rồi mơ cún chỉ vật còn toát á xôn ra dây chỉ một bốc nhung đó thằng ấy cướp xa thằng óc nhung thằng đọc lấy nhập bốc rồi bốc nhung anh đang ngay đăng cún mà nè một con đăng cún bên đây tha ở bốc rồi bốc nhung miên được không chặt nhung chỉ này mất tay tu chỉ nhung một bàn là dây cái đôi con tay profile rồi bốc nhung mà nè profile របស់ខ្ញុំរូបឪខ្ញុំតា profile របស់ខ្ញុំមិនរូបហ៊ុនសែនទេ profile របស់ខ្ញុំបច្ចុប្បន្នបងប្អូនមើល page របស់ខ្ញុំមិនមែនរូបខ្ញុំរូបឪខ្ញុំមែនទេអានេះខ្ញុំដឹងគុណខ្ញុំមិនអាចទៅសងគុណឪខ្ញុំបានទេពីព្រោះខ្ញុំមិនអាចបង្កើតឪខ្ញុំបានទេឪខ្ញុំបង្កើតខ្ញុំមិនអាចទៅបង្កើតគាត់បានខ្ញុំសងអត់បានទេឪខ្ញុំគាត់ចិញ្ចឹមខ្ញុំមែនទេ30 40ឆ្នាំខ្ញុំមិនអាចទៅចិញ្ចឹមគាត់30 40ឆ្នាំបានទេមែនទេម្ដាយខ្ញុំបំបៅដល់ខ្ញុំមិនអាចម្ដាយណាខ្ញុំមិនអាចបំបៅដល់ម្ដាយខ្ញុំវិញបានទេមែនទេឪពុកខ្ញុំជួយខ្ញុំគ្រប់បែបយ៉ាងចិញ្ចឹមដោយក្តីធម៌មេត្តាអញ្ចឹងអ្វីដែលខ្ញុំត្រូវដឹងគុណតបស្នងគឺគុណធម៌អំពើល្អគុណធម៌អំពើល្អអ្វីដែលសូនតារាធ្វើគឺតបស្នងមកវិញដោយប្រជាជនជុំវិញពិភពលោកស្រឡាញ់សូនតារាដែលខ្លាយទៅជាឥន្ទ្រីមែនទេហើយខ្ញុំអាចដើរជុំវិញពិភពលោកដោយអត់មានមិនចាំបាច់មានលុយមក$1ក្នុងខ្លួនខ្ញុំទៅកូរ៉េខ្ញុំទៅជប៉ុនក៏ដោយខ្ញុំទៅចន្លាឡាំក៏ដោយមែនទេខ្ញុំមិនចាំបាច់មានលុយទេហេតុអីគុណធម៌នេះខ្ញុំផ្ទេរទៅឪពុកម្ដាយរបស់ខ្ញុំបងប្អូនបើសិនជាខ្ញុំជាមនុស្សឧក្រិដ្ឋជនធ្វើអាក្រក់រឿងអីខ្ញុំទទួលបានការគ្រប់គ្រងពីខ្មែរជុំវិញពិភពលោកអានឹងជាមោទនៈខ្ញុំសងគុណឪពុកកៅតបស្នងហ្នឹងមិនមែនសងតបស្នងដឹងគុណដែលឪពុកម្ដាយរបស់ខ្ញុំមានកូនជាវីរៈជនមួយដែលមនុស្សនៅលើផែនដីទទួលស្គាល់ខ្ញុំអានឹងហៅសងគុណកំពូលណាបងប្អូនខ្មែរយើងហៅទៅបួសសងគុណពីដើមសងគុណអីបួសហ្នឹងគឺបួសដើម្បីបានចំណេះដឹងបានគុណធម៌បានកតិបណ្ឌិតមែនទេចុះសូនតារាអាចមានគុណធម៌និងកតិបណ្ឌិតអានឹងគេហៅថាតបស្នងសងគុណណាតបស្នងសងគុណហើយដោយសារតែសូនតារាមានគុណធម៌ខ្ពស់មានការគ្រប់គ្រងពីប្រជាជនជុំវិញពិភពលោកដែលធ្វើឲ្យបិសាចច្រណែនគឺហ៊ុនសែនហ៊ុនម៉ាណែតច្រណែនហ្នឹងហើយបានជាមាព្យាយាមតាមកម្ចាត់សូនតារាហើយតាមរយៈចាត់ឪពុករបស់ខ្ញុំដាក់គុកមែនទេការដែលចាប់ឪពុករបស់ខ្ញុំដាក់គុកដើម្បីកម្ចាត់សូនតារាព្រោះតែសូនតារាមានគុណធម៌និងមានការគ្រប់គ្រងពីប្រជាជនជុំវិញពិភពលោកអានឹងហើយដែលហៅថាខ្ញុំតបស្នងសងគុណណាបងប្អូនណាហើយរឿងជាប់គុកគេទៅផ្ដំទាទោសថ្កោលទោសអាអ្នកចាប់ពីដាក់គុកមែនទេមិនមកថ្កោលទោសសូនតារាទៅវិញឪពុកខ្ញុំហ៊ុនសែនជាអ្នកចាប់ដាក់គុកយើងត្រូវនាំនេះថ្កោលទោសហ៊ុនសែននៅគុកទួលស្លែងបឹងជើងឯកទេណាមិនក៏ថ្កោលទោសក្រុមគ្រួសារជនរងគ្រោះជាប់គុកទួលស្លែងនឹងស្លាប់នៅបឹងជើងឯកវិញថ្កោលទោសតាំងរចអៀវរប៉ុលពតឥឡូវខ្ញុំសួរប៉ុលពតសម្លាប់មនុស្សយើងទៅជេរក្រុមគ្រួសារហ្មងយើងទៅជេរកូនម៉ែត្រូវគេអាពតយកទៅវាយទៅបងជាប់យើងទៅជេរកូនឃើញទេកូនត្រូវប៉ុលពតយកទៅអ្នកបោះចាក់មែនទេវះពោះយើងទៅជេរម៉ែយើងត្រូវនាំគ្នាទៅថ្កោលទោសពួកប៉ុលពតសម្លាប់មនុស្សដូចគ្នាហ៊ុនសែនចាប់ឪពុករបស់ខ្ញុំដាក់គុកឃើញទេរឿងសូនតារាបានតបស្នងសងគុណឪពុកម្ដាយគឺធំធេងណាដែលមិនអាចសងបានប៉ុន្តែដឹងគុណមែនទេខ្ញុំរំលឹកឈ្មោះឪពុកខ្ញុំរហូតឪពុកខ្ញុំមាននៅក្នុង profile របស់ខ្ញុំហើយខ្ញុំនិយាយរហូតឃើញទេហើយគាត់មានកូនមួយដែលមនុស្សបើនិយាយទៅខ្មែរដែលស្រឡាញ់យុត្តិធម៌មិនមែនខ្មែរដែលស្អប់យុត្តិធម៌ទេគាត់មានកូនម្នាក់ដែលខ្មែរស្រឡាញ់យុត្តិធម៌ជុំវិញពិភពលោកទីណាក៏ដោយតែមានខ្មែរស្រឡាញ់សូនតារាអាហ្នឹងជាគុណធម៌បងប្អូនជាគុណបុណ្យណា
ណាមនុស្សវាអាចតែមានបនដូចគ្នាវាអត់ទេបនកើតឡើងពីការកសាងអញ្ចឹងមានន័យថាឪពុកម្ដាយរបស់ខ្ញុំជាអ្នកមានបនណាស់បងប្អូនបើគាត់អត់អ្នកមានបនធំធេងមិនត្រូវបានមីទៅផ្ចាញ់ទៅធ្វើបាបគាត់ទេហើយបើគាត់ជាអ្នកគ្មានបនបារមីខ្លាំងណាក៏គាត់អត់មានកូនម្នាក់ដែលត្រូវបានគេស្រឡាញ់គ្រប់គ្រងជុំវិញផែនដីដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទអញ្ចឹងបងប្អូនយើងមើលសល់ម៉ោងតិចតួចនាទីណាយើងចូលទៅដល់ឲ្យគ្រប់វិរៈរបៀបរបស់យើងបាទអានខមមិនរបស់បងប្អូនឬក៏មានសំណួរមិត្តម៉ានសួស្ដីសុធា EK សួស្ដីបាទផ្កាកំពុងធំសគុណទ្រីអ៊ុំអ៊ីសែនបងប្អូន logic គង់រេននោះមិនមែន logic ទេគឺសច្ចធម៌ពិតប្រាកដពិតប្រាកដហ៊ុនសែនចាប់ឪសូនតារាដាក់គុកមកថ្កោលទោសសូនតារាវិញថ្កោលទោសអ្នកដែលចាប់គេអ្នកដែលសម្លាប់គេអ្នកដែលនៅនោះអ្នកដែលធ្វើកម្មមកខ្ញុំជាជនរងគ្រោះតើសុភាពនួនអញ្ចឹងហើយបានជាយើងខ្ញុំរំលឹកទៅវិញរំលឹកខ្ញុំបកទៅវិញណានេះបងប្អូនណាមានពេលខ្លះថ្ងៃនេះខ្ញុំនិយាយរឿងគុណហ្នឹងគុណមិនអាចសងបានទេណាតែអាចដឹងគុណនឹងតបស្នងដល់អំពើល្អពេលដែលយើងដឹងគុណយើងតបស្នងដោយអំពើល្អអាហ្នឹងហើយពេលដែលយើងដឹងគុណហើយយើងតបស្នងអាហ្នឹងហើយគេហៅថាគេហៅថាដឹងគុណមិនមែនរមិលគុណទេហើយមកហ៊ុនសែនចាប់ឪពុកខ្ញុំដាក់គុកហ៊ុនសែនសម្លាប់ឪពុកខ្ញុំអាហ្នឹងគឺហ៊ុនសែនទទួលទោសច្បាប់ធម៌ក៏ដោយច្បាប់បិសាចក៏ដោយច្បាប់ទេវតាក៏ដោយច្បាប់មនុស្សក៏ដោយគាត់ត្រូវទទួលទោសគាត់ត្រូវទទួលបាបមែនទេអញ្ចឹងបានជាខ្ញុំលើកនេះថ្ងៃនេះឲ្យបងប្អូនយល់បាទខ្ញុំថារឿងគុណមិនអាចសងបានទេទីថាឪពុកម្ដាយបង្កើតយើងទៅសងមិនយើងទៅបង្កើតគាត់វិញបានគ្រាន់តែយើងដឹងគុណនឹងធ្វើអំពើល្អអំពើល្អគឺឲ្យលទ្ធផលហើយគ្រូម៉ុងតូបាទតើយល់យ៉ាងណាដែរចំពោះកិច្ចព្រមព្រៀងខាងមុខលោកគ្រូនៅម៉ាឡេស៊ីចាំមើលចេញសិនមិនណាកុំអាលទាយធម្មតាទេកិច្ចព្រមព្រៀងយើងមិនបាច់យល់យ៉ាងណាទេយើងគ្រាន់តែដឹងថាតើក្រោយកិច្ចព្រមព្រៀងយើងត្រូវសួរចេះវិញតើក្រោយកិច្ចព្រមព្រៀងនោះថៃគោរពដែរឬទេហ៊ុនសែនដឹងតែគោរពហើយខ្មែរដឹងតែគោរពហើយយើងគ្រាន់តែសួរថាតើនៅក្រោយកិច្ចព្រមព្រៀងថៃគោរពកិច្ចព្រមព្រៀងនោះដែរឬទេមានប្រសិទ្ធភាពដែរឬទេហើយយើងចាំមើលតទៅទៀតរំមេតា the truth will be acknowledged around the globe បាទឡុងសុភ័សសុស្ដីរណ្ដាគឹមសច្ចធម៌ពិតបែបបងប្អូនណាពិតហ៊ុនសែនទៅវិញទេដែលរមិលគុណកងទ័ពការពារទឹកដីគាត់មិនដែលទៅរំលឹកឈ្មោះដឹងគុណគឺរំលឹកនឹងរំលឹកបងប្អូនទៅវត្តមិនរំលឹកបងប្អូនអ្នកកាន់សាសនាផ្សេងទៅវិហារមិនរំលឹកអ្នកពេជ្រអ៊ីមមិនរំលឹកនេះគាត់ថាសុំឲ្យព្រះអញ្ចឹងណារំលឹកខ្ញុំឈ្មោះឪខ្ញុំរំលឹករាល់ថ្ងៃទៅហ៊ុនសែនទៅហ៊ានយកជីវិតទៅការពារទឹកដីគាត់មិនដែលនិយាយមួយម៉ាត់ផងឃើញទេ8 10នាក់ហ្នឹងអាហ្នឹងហើយហៅរមិលគុណណារមិលគុណកងទ័ពដូចជារមិលគុណទឹកដីពោះកងទ័ពជានិមិត្តរូបនៃការការពារទឹកដីណាបាទអញ្ចឹងប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ហើយអត់មានសំណួរអីដែរមានតែដៃនឹងសម្ដីមនុស្សចេតនាបងប្អូនខ្លះស្រក់ទឹកភ្នែកណាខ្ញុំសូមអរគុណពីព្រោះតែរឿងសោកនាដកម្មរឿងនេះជារឿងសោកនាដកម្មណាមិនគិតហួតបាទមានបងប្អូនគាត់សម្ដែងមនុស្សចេតនារូបបេះដូងរូបផ្ការូបអបអសាទរអីទៅគឺសុទ្ធតែជាការលើកទឹកចិត្តមួយដែលបញ្ជាក់ថាបងប្អូនស្អប់អំពើអយុត្តិធម៌ហើយនៅជាមួយសូនតារានៅលើទូកជាមួយគ្នាច្បាំងប្រឆាំងទៅនឹងអំពើអយុត្តិធម៌អសិលធម៌អមនុស្សធម៌ដូចជាពិសេសជាភ័ស្តុតាងជាក់ស្ដែងគឺការចាប់ឪពុករបស់ខ្ញុំជាជនស្លូតត្រង់យកទៅដាក់គុកគឺជារឿងមួយដែលអមនុស្សធម៌ប្រវត្តិសាស្ត្រត្រូវចារហើយខ្ញុំត្រូវបូជាជីវិតរបស់ខ្ញុំណាពេញមួយជីវិតនេះខ្ញុំធ្វើរឿងនឹងហើយផ្សព្វផ្សាយខ្ញុំផ្សព្វផ្សាយរឿងនឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតឡាស្រីទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនឹងចុះម៉ាន់គីឃីងអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាសេងសំណាងការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាពិតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី